អ៊ុយក្រែនកាន់តែខ្លាំងហ៊ានព្រមានបេឡារុសឲ្យដកដៃចេញពីការជួយរុស្ស៊ីបាទនេះគឺជាព័ត៌មានអន្តរជាតិបង្អែមរឿងមាត់ចុងក្រោយនេះគឺចង់ជម្រាបបងប្អូនថាអ៊ុយក្រែនឥឡូវនេះមានទឹកមាត់ប្រៃហើយខ្លាំងទៀតវាយដល់មូស្គូរុស្ស៊ីកំពុងតែយ៉ាប់បោះអ៊ុយក្រែនហើយព្រោះអីទម្លាក់គ្រាប់ drone ទៅដល់រោងចក្រផលិតប្រេងកាតនៅទីក្រុងមូស្គូពីរដងហើយក្នុងមួយសប្តាហ៍ឥឡូវនេះហ៊ានដល់ប្រមានដល់ប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយនឹងរុស្ស៊ីដែលឲ្យការទៅរុស្ស៊ីដើម្បីទម្លាក់គ្រាប់ចូលក្នុងដែនដីតែអធិបតេយ្យរបស់អ៊ុយក្រែនមានប្រព័ន្ធឲ្យការប្រាប់ទៅរុស្ស៊ីទៅនៅក្នុងប្រទេសបេឡារុសណាឥឡូវអ៊ុយក្រែនពមៀនទៅបេឡារុសថាបើអត់ដកអាឧបករណ៍នឹងទាំងអស់ចេញហើយនឹងឈប់លូកដៃចូលក្នុងការជួយរុស្ស៊ីឲ្យវាយអ៊ុយក្រែនទេអ៊ុយក្រែននឹងទៅដកអារបស់នោះឬក៏កំទេចរបស់នោះទាំងអស់នៅក្នុងដែនបេឡារុសអញ្ចឹងសង្គ្រាមរបស់អ៊ុយក្រែននេះមិនត្រឹមតែវាយបកទៅរុស្ស៊ីទេនឹងរៀលដល់បេឡារុសទៀតប៉ុន្តែខ្ញុំជឿថាបេឡារុសប្រហែលជាអាចនឹងកំពុងតែភ័យដែរព្រោះអីអ៊ុយក្រែនហ៊ានវាយដល់រុស្ស៊ីដល់មូស្គូហើយមហាយៈសពាវុធនេះប៉ុណ្ណាណីទៅខ្លាចអីបេឡារុសបាទយើងតាមដានព័ត៌មាននេះទៀតបងប្អូនអត់ទាន់ចប់ទេរឿងពិភពលោកនៅវល់ប៉ុន្តែកុំភ្លេចតាមដានរឿងព្រំដែនខ្មែរថៃរបស់យើងផងដោយធ្វើយ៉ាងម៉េចជួយឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិឲ្យឆាប់តាមដែលអាចធ្វើទៅបានបាទជនរងគ្រោះនៅក្នុងសង្គមខ្មែរកាន់តែច្រើនទៅហើយឥឡូវជនរងគ្រោះពីខាងគណៈបពប្រឆាំងគ្នាឡើងហ៊ានតវ៉ាអីបាត់ទៅហើយព្រោះអីទៅតវ៉ាក៏អត់បានផលអីដែរគេលៀបពណ៌ថាក្រុមប្រឆាំងចេះតែទើសអញ្ចឹងអត់សូវរយុត្តិធម៌ឲ្យទេឥឡូវដល់ពេលដែលក្រុមជនរងគ្រោះជាប្រជាពលរដ្ឋដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជានឹងតែម្ដងហើយយើងឃើញច្រើនករណីហើយយើងមើលអ្នកម៉ៅការសំណង់មួយដែលមានបុគ្គលិកក្រុមគាត់មកកណកដឹកដែលចាញ់បោកក្រុមហ៊ុនឆោបបោកធនាគារ Prince ឬក៏ Huiwan Pay អីហ្នឹងទៅនាំគ្នាតវ៉ាដើម្បីបានយកប្រាក់ទៅឲ្យកម្មករដែលគាត់ម៉ៅការសំណង់គាត់ហើយជាសកម្មជនតវ៉ាឃោសនាឲ្យគណៈបកប្រជាជនមកអាយុហើយជាប់គុកបាត់ដោយសារតែគេចោទប្រកាន់ពីរឿងនាំគ្នាដឹកនាំតវ៉ាសម្រោគយុតិធធរឿងហ្នឹងអាញាធរថាការតវ៉ានាំឲ្យមានអំពើហិង្សាវាយបែកក្បាលចិនអស់ប្រមាណដេប្រមាណធ្នេឲ្យស្គាល់ស្នាដៃសន្តិសុខស្រុកខ្មែរអីក៏មកនៅស្រុកខ្មែរចង់ស្អីអ្នកជំនាញស្អីតមកចាញ់បោកមកតវ៉ាខ្មែរយើងគេនឹកឃើញហើយរុញចិនទៅខ្លាចខ្មែរគេវាយព្រោះអីចិនលោកហ៊ុនសែនសម្ដោះប្រោសប្រណីដូចតែយួនដែរគេមិនហ៊ានប៉ះពាល់ទេជនបរទេសដែលជាអ្នកជំនាញអីហ្នឹង3 4ដំបងបាច់ក្បាលហូរឈាមពេញស្រោចផ្លូវនៅអាផ្លូវស្អីសាខារបស់ធនាគារជាតិនៅអាផ្លូវហាណូយណាណោះខាងលិចភ្នំពេញហ្នឹងហើយដល់ពេលអញ្ចឹងរុញចិនទៅចិនក៏ត្រូវគេវាយឥឡូវចិនហ្នឹងអត់អាចទៅណាបានទេប្រពាក់ប្រពូនគ្នានៅទូតចិនហ្នឹងប្រហែលថ្ងៃប្រហែលសប្តាហ៍ហើយតវ៉ាដូចសុំភ្លើងយៈអញ្ចឹងហើយអាញាធរឃើញឯមុខមាត់យើងទៅប៉ុណ្ណាឆាកអន្តរជាតិកុំថាឡើយខ្មែរជាជនរងគ្រោះជនបរទេសហ្នឹងក៏ជាជនរងគ្រោះឥឡូវនេះមានសំណើប្រជាពលរដ្ឋច្រើនមែនតើដែលផ្ញើមកក្នុង Facebook របស់ខ្ញុំឲ្យជួយរកយុត្តិធម៌ដល់បងប្អូនសាច់ញាតិរបស់គាត់ដែលចាញ់បោកក្រុមឆោបោកដើម្បីរកស៊ីបំរើក្រុមឆោបោកឥឡូវខ្លាចទៅជាជនរងគ្រោះដែលគេធ្វើទុកបុកម្នេញឥឡូវគេចាប់ដាក់គុកនេះនៅពេលដែលគេចាប់ដាក់គុកវាពិបាកមែនតើណាអញ្ចឹងបានថាថ្ងៃមុនអង្គការលើកលែងទោសអន្តរជាតិរកឃើញហើយថាកម្ពុជារំលោភបំពានសិទ្ធិរបស់ជនរងគ្រោះហ្នឹងដែលអត់រកយុត្តិធម៌ឲ្យគាត់ទេឥឡូវចាប់ដាក់ទាំងអស់គឺចាប់សូវចាប់ខុសកុំឲ្យលែងច្រឡំសូវចាប់ច្រឡំកុំឲ្យលែងខុសគឺចាប់ដល់ពេលគ្នាមែនតើអ្នកដែលឆោបោកអនឡាញដែលប្រើទូរស័ព្ទប្រើកុំព្យូទ័រអីដើម្បីបោកគេអនឡាញហ្នឹងណាមែនតើគឺជាជនប្រព្រឹត្តអក្រិតមែនហើយព្រោះអីយើងទៅឆោបបោកអនឡាញក៏ប៉ុន្តែអ្នកមួយចំនួនហ្នឹងគឺជាជនរងគ្រោះនៃអំពើឆោបបោកជួញដូរមនុស្សដែលគេជួញដូរគាត់ចាប់គាត់ជំរិតគាត់ឬក៏ធ្វើទរណកម្មឆក់ខ្សែភ្លើងដើម្បីឲ្យគាត់បំរើអារបរឆោបបោកអនឡាញយើងដូចរបបខ្មែរក្រហមអញ្ចឹងណាបងប្អូនកុំភ្លេចថាទាហានខ្មែរក្រហមដែលសម្លាប់ប្រជាពលរដ្ឋខ្លះដែលយកអូសកប្រជាពលរដ្ឋទៅសម្លាប់ហ្នឹងណាទាហានហ្នឹងឬក៏អ្នកដែលសម្លាប់គេហ្នឹងអ្នកខ្លះហ្នឹងគឺជាជនរងគ្រោះនៃរបបខ្មែរក្រហមដែរព្រោះអីបើអត់សម្លាប់គេសម្លាប់ខ្លួនគាត់ដល់អញ្ចឹងគាត់អត់មានជំរឿដើម្បីទុកជីវិតខ្លួនឯងខ្លាចគេសម្លាប់គាត់សម្លាប់ទៅដើម្បីឲ្យរួចខ្លួនមែនតើគាត់ជាឃាតករហើយ
ប៉ុន្តែឃាតករមួយចំនួនហ្នឹងវាជាជនរងគ្រោះដែរនៃរបបដឹកនាំខ្មែរក្រហមដែលផ្ដាច់ការអញ្ចឹងទៅវាតគ្នារងគ្រោះមិនដឹងរងគ្រោះមិនដឹងអ្នកប្រព្រឹត្តទៅជាច្បុកច្បល់ហើយដល់ពេលនៅស្រុកខ្មែរជនរងគ្រោះនៃអង្គើឆបោកមានដល់ទៅ120,000នាក់ដែលអង្គការសហប្រជាជាតិរកឃើញប្រហែលឆ្នាំហើយរងគ្រោះហ្នឹងគឺសំដៅទៅលើអ្នកដែលត្រូវគេជួញដូរឬក៏គេបោកដើម្បីឲ្យមករកស៊ីបោកតទៀតនៅស្រុកខ្មែរឃើញទៅយើងអ្នកទាំងនោះត្រូវគេជួលឲ្យបោកតទៀតក៏ប៉ុន្តែនៅពេលដែលគេចាប់គាត់បានគឺគាត់ទៅជាជនប្រព្រឹត្តដៃដល់គឺជាក្រុមឆបោកទាំងអស់តាមពិតអ្នកទាំងអស់នេះគឺជាជនរងគ្រោះដែរទេគិតមែនទៅយើងគិតថាហេបើសិនជាយើងដឹងរបរនឹងឆបោកហេតុអីក៏មិនព្រមបោះបង់ចោលហេតុអីក៏ប្រព្រឹត្តបទល្មើសអញ្ចឹងជាប់គុកត្រូវឲ្យសមរម្យហើយបងប្អូនអាចនិយាយចឹងក៏បានដែរក៏ប៉ុន្តែនៅពេលដែលគេចាប់បង្ខាំងខ្លួនគេជួញដូរហើយគេឆក់ខ្សែភ្លើងហើយគេធ្វើបាបធ្វើទុកបុកម្នេញអាហ្នឹងក្រុមមួយចំនួនគេធ្វើទុកបុកម្នេញរហូតទៅទរណកម្មទៀតដើម្បីឲ្យទៅឆក់បោកគេបន្តបងប្អូនដូចនារីរស់ស៊ីផ្លូវភេទចឹងណាគាត់រស់ស៊ីផ្លូវភេទខុសច្បាប់ឧទាហរណ៍ថាជាអំពើខុសច្បាប់ទេព្រោះរដ្ឋអត់អនុញ្ញាតឲ្យរកស៊ីផ្លូវភេទហ្នឹងចឹងទេក៏ប៉ុន្តែបើបងប្អូនមើលឲ្យមែនតែនគាត់រងគ្រោះដោយអំពើជួញដូរមនុស្សព្រោះមានក្រុមម៉ាហ្វយ៉ាចាប់គាត់យកមកឲ្យបំរើសេវាផ្លូវភេទដើម្បីដោះបំណុលដកប៉ាសពតដកអីធ្វើទរណកម្មឲ្យប្រើគ្រឿងញៀនប្រើអីគាត់คล้ายទៅជានារីរស់ស៊ីផ្លូវភេទដើម្បីដោះបំណុលដើម្បីរួចពីការធ្វើទុកបុកម្នេញគាត់ប្រព្រឹត្តខុសច្បាប់មួយគឺអំពើបេសកចាគឺជាអំពើខុសច្បាប់មែនហើយប៉ុន្តែមិនមែនជាសិទ្ធិជ្រើសរើសរបស់គាត់ឯណាគឺគាត់ទៅដោយគេចាប់គាត់គេធ្វើបាបគាត់អញ្ចឹងគាត់ដើម្បីដោះដូរអានឹងស្ថានភាពហ្នឹងគឺគាត់ខ្លាយទៅជាជនរងគ្រោះទៅវិញជាអ្នកប្រព្រឹត្តខុសច្បាប់តែមិនតែជាអ្នករងគ្រោះដោយសារតែអំពើជួញដូរមនុស្សដូចគ្នានឹងអ្នកឆបោកអនឡាញដែរគាត់ជាអ្នកដែលឆបោកបានលុយមកគឺជាក្រុមប្រព្រឹត្តប៉ុន្តែគេធ្វើបាបគាត់បង្ខាំងគាត់ឲ្យគាត់រស់ស៊ីឲ្យគេអញ្ចឹងមេខ្លោងដែលធំគឺ Gen Z ឬក៏មេខ្លោងបពពួកមន្ត្រីរាជការក្រុមអ្នកកាងអ្នកធំណានៅស្រុកខ្មែរដែលមានក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកអ្នកទាំងនោះឯងដែលត្រូវផ្ដំទាទោសដាក់គុកហើយត្រូវយកទ្រព្យមកសងប្រជាពលរដ្ឋមិនមែនចាប់អ្នកដែលគ្រាន់តែគ្នាស៊ីឈ្នួលគេហើយត្រូវគេឆបោកយកទៅរលបហ្នឹងហើយថាគ្នាទៅជាជនប្រព្រឹត្តហើយដាក់ទោសឲ្យធ្ងន់ដូចមេខ្លោងទេមិនមែនអញ្ចឹងទេនេះឥឡូវនេះប្រជាពលរដ្ឋដែលមានបងប្អូនជាប់គុកដោយរបរហ្នឹងកំពុងតែយំស្រែកសួរឲ្យជួយរកយុត្តិធម៌ឲ្យពួកគាត់ផងហើយរដ្ឋាភិបាលកម្ពុជាម៉ោងនេះចង់អត់ហ៊ានដោះលែងអ្នកទាំងនោះទេគឺពួកគាត់ចាត់ទុកថាជាជនប្រព្រឹត្តបាត់ហើយបើតែជនរងគ្រោះអីក៏ដោយគាត់ថាជាជនប្រព្រឹត្តព្រោះអីឆបោកអនឡាញក្រែងគឺយើងកំចាត់ឆបោកអនឡាញអញ្ចឹងបានថាពេលដែលយើងចាប់មកគឺយើងដោយទាំងជនដែលរងការដែលគេដាក់សម្ពាធឲ្យគាត់រលបហ្នឹងហើយដល់ឥឡូវជាប់គុកអត់ថ្ងៃចេញហើយជាបង្គោលគ្រួសារទៀតអ្នកខ្លះដល់ពេលហើយប្រាក់ក៏អត់ជាពាក់បំណុលធនាគារជាប់គុកទាំងអយុត្តិធម៌តើឯណាទៅយុត្តិធម៌សង្គមបងប្អូនរដ្ឋាភិបាលម៉ោងនេះលែងខ្វល់ហើយព្រោះធ្វើម៉េចវាយឲ្យឈ្នះដើម្បីទៅអួតប្រាប់អន្តរជាតិថាបង្ក្រាបដល់ពេលបង្ក្រាបទៅឃើញអង្គការសិទ្ធិមនុស្សគេរកឃើញថារំលោភសិទ្ធិមនុស្សអូសទូកឲ្យល្អានទៀតធ្វើគ្រាន់តែឲ្យល្អមើលមកធ្វើបាបតែគ្នាឯងទូចដល់អាធំត្រីឆ្ដោត្រីផ្ទក់ត្រីរ៉ោះរួចអស់អាលីងចាប់បាន3 4គ្រាន់តែបានផ្អែមមាត់បញ្ជូនទៅឲ្យចិនស៊ីអស់ទៀតវាអញ្ចឹងហើយឥឡូវតើណាតែបងប្អូននៅក្នុងចំណោមអ្នកឆបោកអនឡាញដែលយើងគិតថាជាជនរងគ្រោះនៃការជួញដូរមនុស្សយកមកឲ្យរកស៊ីលបបោកគេតាមអនឡាញហ្នឹងក៏ដោយហ្នឹងក៏មានអ្នកខ្លះជ្រើសរើសធ្វើដែរអ្នកខ្លះសម្រាប់ចិត្តធ្វើដឹងតែលបហ្នឹងខុសច្បាប់តែទៅធ្វើដូចជាដើម្បីកាពះពួកគេឲ្យ$1,500មួយខែដើម្បីបោកគេបងប្អូនអត់មានការងារធ្វើបើមានជំរើសបានប្រាក់ប្រហាក់ប្រហែលឬក៏ល្អជាងហ្នឹងខ្ញុំជឿថាគាត់មិនទៅធ្វើរបបប្រេះផ្ដាតែអត់មានលុយវាស្រួលពេកអញ្ចឹងគាត់លុះក្រោមឥទ្ធិពលត្រូវទៅធ្វើអារបបខុសច្បាប់ហ្នឹងដើម្បីបានប្រាក់ស្រួលដែរអាហ្នឹងក៏មានអ្នកសម្រេចធ្វើវិស័យហ្នឹងដែរមិនមែនជាការជួញដូរមិនមែនជាការបង្ខិតបង្ខំទេគឺជាការសម្រេចចិត្តដើម្បីដោះដូរលុយវាច្រើនហើយអាហ្នឹងគឺបន្ទោសរដ្ឋាភិបាលដែលអនុញ្ញាតឲ្យរបរហ្នឹងរីកដូចផ្សិតតែមិនមានរបរផ្សេងទៀតដែលដើម្បីអាចមានប្រាក់ច្រើនចឹងទៅដើម្បីឲ្យប្រជាពលរដ្ឋមានជំរឿកុំរកអារបរខុសច្បាប់ហ្នឹងមករកអារបរត្រូវច្បាប់ដូចគ្នាអញ្ចឹងប្រជាពលរដ្ឋខ្មែរ2លាននាក់បើមានការងារល្អត្រឹមត្រូវធ្វើស្រុកខ្មែរអត់ធ្វើចំណាក់ស្រុកទៅថៃទៅកញ្ចេះគេមើងងាយទេ
អាហ្នឹងគឺដោយសារអីយើងអត់មានកម្លាំងពលកម្មការងារល្អឲ្យប្រជាពលរដ្ឋធ្វើជាកំហុសរបស់រដ្ឋាភិបាលនៅក្នុងការមិនឲ្យមានជំរឿហើយដល់ពេលហើយបើកដៃឲ្យពួកឈ្មួញហ្នឹងដើម្បីថាអូមានការងារធ្វើចេះធ្វើទៅបោកបន្លំគេហ្នឹងបិទភ្នែកទៅបានលុយអាជ្ញាធរបានអីផងវល់ដូចលិមួកចូលឈ្នៀងដល់យូរទៅអ្នកទោសអ្នកអីលុបបំបត្តិអាមិនក៏អត់ទៅដែរលោកអើយដូចថាវាវល់បែកខ្ទិះឥឡូវវិលមករឿងហ្នឹងវិញនៅពេលដែលយើងខ្លាយទៅជាជនរងគ្រោះសពថ្ងៃនេះសូម្បីតែជាមនុស្សស្និទ្ធនឹងគណៈបកប្រជាជនដែលមិនដែលហ៊ានប្រឆាំងគណៈបកប្រជាជនមានតែរករឿងគណៈបកប្រឆាំងហើយនឹងជួយគណៈបកប្រជាជនហែបកឬក៏ស្អិតស្អំអីខាងគណៈបកប្រជាជនរហូតមកដើម្បីបានអាសាច់ជូនខ្លានៅស្រុកបានឥឡូវខ្លាយទៅជាជនរងគ្រោះយំស្រសិចសស្រាក់ពេញបណ្ដាញសង្គមខ្ញុំយកករណីរបស់អឺនាងឈ្មោះសាយរាំងសីអ្នកខេត្តកពតខ្ញុំផ្សាយថាអ្នកស្រុកកពតខ្ញុំអើយហេតុអីក៏អ្នកអាភ័ព្វម្លេះបងប្អូនមួយចំនួនថាមួងណារ៉េតហ្នឹងចេះតែទៅអូសណែជួយតអ្នកខេត្តកពតខេត្តណាក៏រងគ្រោះដែរខ្ញុំសុំទោសបងប្អូនដែលខ្ញុំជួនកាលប្រើពាក្យពេចន៍មួយចំនួនហ្នឹងវាដូចថាលំអៀងទៅបងប្អូននៅខេត្តដទៃទៀតខ្ញុំដឹងថាខេត្តណាក៏រងគ្រោះដែរក៏ប៉ុន្តែចៃដន្យអីខ្ញុំអ្នកកពតដល់អញ្ចឹងឃើញអ្នកកពតខ្ញុំនឹងគ្នារងទុកអាភ័ព្វក៏ភ្ជាប់ឃ្លានឹងបន្តិចទៅឲ្យដឹងថាខ្ញុំមិនអាចជួយអីបងប្អូនបានទេព្រោះអីអយុត្តិធម៌សង្គមវាច្រើនពេកអញ្ចឹងវារៀលដាលដល់បងប្អូនបានតែជួយចែករំលែកព័ត៌មាននឹងបន្តឲ្យអាជ្ញាធរជួយរកយុត្តិធម៌ឲ្យតែប៉ុណ្្នឹងឯងហើយក៏បានប្រើឃ្លាថាអ្នកកម្ពុជាខ្ញុំអើយអ្នកអភ័ព្វណាស់ហើយពេកហើយសង្ឃឹមថាអាជ្ញាធរនឹងរកយុត្តិធម៌ជូនករណីរបស់នាងសាយអឺរាំងសីនេះគឺតាមពិតគាត់ជាតារាសម្ដែងមួយតាមបណ្ដាញសង្គម Facebook ដែលជាក្រុម MMO អីគាត់រកទទួលទានតាមសមាជីវតាម Facebook ខ្ញុំទៅឃើញគាត់ប្រហែលថ្ងៃហ្នឹងចាប់អារម្មណ៍ឃើញវីដេអូឃើញគាត់អីផ្សាយប៉ុន្តែឃើញវីដេអូមួយដែលគាត់យំសស្រាក់យកករណីសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពតតាំងពី2022 4ឆ្នាំហើយបងប្អូនគាត់យំហើយគាត់យំនឹងគាត់ថាតឡាការកំពូលទៅទៀតកាត់ក្តីឲ្យគាត់ឈ្នះទៅហើយឲ្យម្ចាស់ដេប៉ូ E2 នោះដែលដេប៉ូខ្សាច់ដេប៉ូសំណង់នឹងសងសំណងទៅម្ដាយគាត់ដែលបុកគ្នាជាមួយនឹងឡានដឹកដីដែលឡានដឹកដីរេចកោតចូលមកខាងគាត់សោះហ្នឹងណាហើយទៅស្លាប់ម្ដាយគាត់ហើយរបួសឪពុកនិងបងប្អូនគាត់មកកណោស្លាប់ម្ដាយហើយឡានខ្ទេចអស់ទៀតហើយទៅខាងតឡាការ4ឆ្នាំហើយអត់ដោះស្រាយរឿងនេះបានបែរទៅជាផ្ទេឈ្មោះហ្នឹងទៅជាអ្នកទទួលខុសត្រូវថ្មីឯណាដូចចាប់អន្ទង់ហ្នឹងគាត់និយាយទៅខ្ញុំមិនបានអានសំណុំរឿងច្បាស់លាស់ឲ្យលម្អិតទេព្រោះខ្ញុំគ្មានពេលច្រើនក៏ប៉ុន្តែស្ដាប់គាត់បានសារស័ព្ទរបស់គាត់នឹងយល់ថារឿងនេះគឺជារឿងមួយដ៏អយុត្តិធម៌បំផុតសម្រាប់គ្រួសារនេះម្ដាយស្លាប់គ្រួសាររងគ្រោះតឡាការសម្រេចហើយត្រូវបានក្រុមជនបង្កហ្នឹងសោកប៉ាន់ឬក៏ថាមិនមែនសោកប៉ាន់ទេគឺតូលលុយហ្នឹងគឺថាបន្តនីតិវិធីបជារហូតគឺដូចចាប់អន្ទង់ហើយបងប្អូនដឹងគាត់ជាអ្នកណាទេសាយរាំងសីហ្នឹងដឹងថាមិនមែនជាមនុស្សរបស់គណៈបកប្រឆាំងទេហើយក៏ខ្ញុំមិនថាគាត់ជាសកម្មជនរបស់គណៈបកប្រជាជនកម្ពុជាដែរក៏ប៉ុន្តែខ្ញុំស្ដាប់សាររបស់គាត់និយាយចេះពេលដែលគាត់យំស្រែករោគយុត្តិធម៌បងប្អូនដឹងយុត្តិធម៌ហ្នឹងអ្នកណាអន្តរាគមខ្លះហើយទេគាត់បានរហូតដល់ទទួលបានអន្តរាគមពីក្រមមេធាវីរបស់លោកហ៊ុនសែនទៅទៀតបងប្អូននៅស្រុកខ្មែរនេះណាគ្មានអ្នកណាប៉ះលោកហ៊ុនសែនបានទេបើថាដល់ក្រមមេធាវីលោកហ៊ុនសែនអីចូលមកដោះស្រាយបញ្ហាហើយគឺបញ្ហាហ្នឹងវាត្រូវតែដោះស្រាយបានប៉ុន្តែគាត់ចូលទៅសាលាទៅប្តឹងគ្រប់ដំណាក់កាលហើយទៅគាត់គេហៅថាប្រើយុត្តាធិការនីតិវិធីតុលាការតាំងពីក្រសួងយុតិធធទៀតប្តឹងគ្រប់កន្លែងដើម្បីឲ្យរកយុតិធធចុងក្រោយបានក្រមមេធាវីរបស់លោកហ៊ុនសែនខ្ញុំជឿថាដោយសារប្រហែលជាក្រមមេធាវីលោកហ៊ុនសែនជួយអន្តរាគមន៍នឹងឲ្យបានដល់តុលាការកំពូលសម្រាប់ឲ្យភាគីបង្កនឹងចាញ់ក្តីឲ្យត្រូវសងលុយឥឡូវលុយនឹងអត់បានសងទៅទៀតសំណងអត់បានមកកាក់ម៉ាស៊ីនហើយខាងក្រមគ្រួសារជនរងគ្រោះនេះត្រូវការរត់ការដើម្បីប្តឹងនេះដើម្បីបន្ថែមនេះដើម្បីអនុវត្តនៃការនេះអស់លុយអស់កាក់ឲ្យចុងក្រោយឥឡូវអាទ្របដែលគេថាត្រូវដាក់ដើម្បីឲ្យសងហ្នឹងគឺត្រូវសងទៅធនាគារទៅអីចឹងអត់បានមកម្ចាស់ខ្លួនឬក៏យ៉ាងម៉េចឲ្យថាលក់អត់ដាច់លក់អត់អីណាវែងឆ្ងាយហើយក្នុងពេលជាមួយគ្នាហ្នឹងជនរងគ្រោះហ្នឹងថា
គ្រួសារណែម្ចាស់ដេប៉ូហ្នឹងមានប្រាក់មានអីដូរឡានដូរទ្រព្យមានស្អីណាហើយឥឡូវទៅទម្លាក់ឲ្យឈ្មោះអ្នកណាដែលគ្រាន់តែជួលឡានអីណាទៅជាឈ្មោះដាច់អត់ឲ្យជាប់ពាក់ព័ន្ធអូយបងប្អូនស្ដាប់ទៅថាវាស្មុគស្មាញដូចសឡកពឹសហើយស្ថាប័នតុលាការមួយគឺនៅអូសទៅអូសមកឲ្យជនរងគ្រោះយំទៅហូរពេញបណ្ដាញសង្គមមិនមានតែរឿងនៅខេត្តកពតនឹងមួយទេចឹងបាទខ្ញុំថាអ្នកខេត្តកពតខ្ញុំអើយអ្នករងភាពអយុត្តិធម៌ខ្លាំងពេកហើយគាត់ទៅរកអន្តរាគមន៍ដល់លោកហ៊ុនសែនដល់មេធាវីលោកហ៊ុនសែនគឺច្បាស់ណាស់គាត់ច្បាស់ជាមាននិន្នាការជួយខាងគណៈបកប្រជាជនកម្ពុជាឬអីហ្នឹងហើយពួកបើមិនចឹងមិនមែនទៅសុំជំនួយពីក្រមលោកហ៊ុនសែនបានទេបើសិនជាក្រមបកប្រឆាំងនោះតែខ្ញុំមិនទៅថាគាត់ជាក្រមណាទេថាជាប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ដែលរងអំពើអយុត្តិធម៌ចោះហើយនាំគ្នារកយុត្តិធម៌ឲ្យគាត់រកអត់បានមានអន្តរាគមន៍ដល់ថ្នាក់ទេវតាឲ្យរកអត់បានទេប្រអិនអត់បានមានន័យថាម៉េចបងប្អូនមានន័យថាអំពើអយុត្តិធម៌នៅប្រទេសកម្ពុជានេះណាមិនចំពោះថាអ្នកឯងមាននិន្នាការប្រឆាំងរដ្ឋាភិបាលឬក៏មាននិន្នាការស្របរដ្ឋាភិបាលទេអ្នកនឹងក្លាយជាជនរងគ្រោះគ្រាន់តែមិនទាន់ដល់វេនអ្នកទេព្រោះអំពើអយុត្តិធម៌វាច្រើនពេកហើយយើងនៅយំទៅយើងនៅស្រែកទៅហើយមិនត្រឹមតែប៉ុណ្្នឹងទេណាក្លាយជាជនរងគ្រោះហើយនិយាយអត់បានទៀតខ្ញុំស្ដាប់សាររបស់ឈ្មោះសាយរាំងសីនេះណាខ្ញុំស្រក់ទឹកភ្នែកជំនួសគាត់ព្រោះពេលដែលគាត់យំហើយគាត់ឡើងមកបង្ហាញសារសុំឲ្យបងប្អូនជួយឲ្យថ្នាក់ដឹកនាំលឺឲ្យលោកហ៊ុនម៉ាណែតលឺឲ្យលោកហ៊ុនសែនលឺនឹងគាត់ថាម៉េចទេខ្ញុំអត់ចង់ឲ្យវឹកវរបណ្ដាញសង្គមទេឃ្លាទី1ខ្ញុំសុំតែយុត្តិធម៌គ្រួសារខ្ញុំហើយបញ្ចប់រឿងនេះឲ្យបានលឿនកុំបន្តការឈឺចាប់របស់ខ្ញុំតទៅទៀតគាត់សរសេរទៀតថាខ្ញុំសុំតែយុត្តិធម៌គ្រួសារខ្ញុំមិនចង់បង្កបញ្ហាឲ្យវឹកវរបណ្ដាញសង្គមទេខ្ញុំទ្រាំលាក់ទុកអត់ធ្មត់រងចាំយូរហើយតើឲ្យខ្ញុំរងចាំដល់ពេលណាទៀតទៅសួរលោកមុំសំណងដូតើខ្ញុំរស់ដល់ពេលរហូតដល់ពេលណាហ្នឹងលំអិតរឿងខ្ញុំគាំងពីកើតហេតុហ្នឹងដល់4ឆ្នាំហើយគាត់ថានាងខ្ញុំសូមបញ្ជាក់ជូនបងប្អូនឲ្យជ្រាបបន្ថែមទៀតថាកន្លងមកក្រុមគ្រួសារនាងខ្ញុំបានមានមេធាវីស្ម័គ្រចិត្តសម្ដេចតេជោបានជួយនាងខ្ញុំឲ្យឈ្នះក្តីណាគឺជួយឲ្យឈ្នះក្តីហ្នឹងកុំបានក្រុមមេធាវីតេជោនៅតុលាការកំពូលហើយតែនៅពេលដែលក្រុមគ្រួសាររបស់នាងខ្ញុំយកសាលដីកាស្ថាពររបស់តុលាការកំពូលទៅអនុវត្តនៅសាលាដំបងខេត្តកំពតជិត2ឆ្នាំមកដល់ថ្ងៃនេះអត់ទាន់មានអ្វីតតែសោះតែនៅពេលឪពុកខ្ញុំទៅតាមសួរនាំបែរជាដឹងថាភាគីអ្នកទទួលខុសត្រូវលើសំណងគឺម្ចាស់ដេប៉ូU2 នេះមានទាំងប្តីទាំងប្រពន្ធនោះប្តឹងទាស់នឹងការអនុវត្តដីកានេះទៅហើយទ្របវិញគេផ្ទេរដាក់ឈ្មោះអ្នកផ្សេងអស់ហើយដែរនៅសល់តិចតួចដែលយើងអាចយកដាក់បានហើយក៏ជាប់ជាមួយធនាគារទៅទៀតបើទោះតុលាការឡៃឡុងដាច់ក៏មិនបានពួកខ្ញុំទៀតដែរខ្ញុំអស់លទ្ធភាពតតាំងក្តីហើយសូមជួយដល់ខ្ញុំផងបងប្អូនសូមជួយ share ឲ្យដល់សម្ដេចពុកបានជ្រាបផងតើពេលណាទៅដែលត្រូវឲ្យលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតត្រូវតែចូលរួមដោះស្រាយគ្រប់រឿងតើពេលណាទៅដែលត្រូវតែបន្តតើពេលណាទើបឈប់ដែលឲ្យក្រុមមេធាវីរបស់លោកហ៊ុនសែននឹងត្រូវតែមកដោះស្រាយគ្រប់រឿងក្តីអញ្ចឹងតើនេះជាបញ្ហាអីឲ្យប្រកាសមិនជាករណីតែមួយទេករណីច្រើនហើយកុមារីម្នាក់ដែលគេបុកបាក់ជើងទាំងសងខាង6ឆ្នាំអត់មានសំណងតតែក្រុមលោកគីតិចហ្នឹងទៅអីអញ្ចឹងទៅដាស់អីអញ្ចឹងទៀតរឿងដដែលកើតឡើងម្ដងហើយម្ដងទៀតហើយនេះម្ដងទៀតក្រុមគាត់នេះគឺបានន័យថាស្និទ្ធស្នាលជាមួយនឹងគណៈបកប្រជាជនផងចោះយើងសាកស្រមៃទៅមើលបើយើងជាគណៈបកប្រឆាំងយើងសាកសម័យបន្តិចមើលមនុស្សរបស់គណៈបកប្រជាជនរងទុកខ្លោចផ្សាអត់មានភាពយុត្តិធម៌សុកចិត្តមកយំរហូតតតែរងសម្ពាធថាបើនិយាយខ្លាចគេចោទថាបង្កភាពវឹកវរសង្គមនេះបើក្រុមប្រឆាំងវិញណាជាប់គុកទៀតគឺបាត់ញុះញង់ឲ្យឲ្យឃើញអំពីភាពអសមត្ថភាពនៃថ្នាក់ដឹកនាំរបៀបដឹកនាំរដ្ឋអំពើអយុត្តិធម៌សង្គមច្រើនពេកយើងទៅជំមើងងាយរបៀបដឹកនាំរដ្ឋញុះញង់ចាប់ដាក់គុកទៀតតែដល់គាត់អត់ជំរើសទៀងវាអត់ឈ្នះតល់អញ្ចឹងត្រូវផ្សព្វផ្សាយទៅហើយរកយុត្តិធម៌ទៅតើករណីអយុត្តិធម៌នេះនៅមានប្រមាណករណីទៀតដែលកើតឡើងមានករណី Facebook មួយគាត់និយាយថាអញ្ចេះករណីឈ្មោះ Facebook នេះឈ្មោះសំសូពេជ្រគាត់សរសេរថាបើកភ្នែកឡើងណាឃើញសង្គមខ្ញុំកាន់តែធ្លាក់រណ្ដៅទៅគ្រោះថ្នាក់ចរាចរណ៍ស្លាប់រាល់ថ្ងៃតែយុត្តិធម៌ហាក់ដូចនៅឆ្ងាយដូចនៅជើងមេឃ
អំពើអយុត្តិធម៌ទាល់តែកើតឡើងចំពោះអ្នកធំឬក៏អ្នកល្បីទៅផ្អើលមានអ្នកធ្វើបទអន្តរាគមន៍បាទហ្នឹងហើយឥឡូវគាត់ផ្អើលហើយព្រោះអីសៃរាំងសីគាត់មានជាតារាសម្ដែង MMO អីដែរឬក៏យ៉ាងម៉េចតែខ្ញុំមិនគិតថាដោយសាររឿងហ្នឹងភាគអយុត្តិធម៌នេះវាជ្រុលពេកសម្រាប់ក្រុមគ្រួសារគាត់ដែរល្មមរកយុត្តិធម៌ជូនគាត់ឲ្យបានត្រឹមត្រូវហើយបើប្រព័ន្ធតុលាការយើងចាប់ដូចអន្ទង់ចេះងាប់ឲ្យប្រជាពលរដ្ឋអស់សង្ឃឹមគ្រប់យ៉ាងហើយសំសូពេចបន្តទៀតថាទិញសញ្ញាបត្រទៅជារឿងត្រឹមត្រូវក្នុងការរកគេឈ្មោះនិងរកលុយថតមនុស្សស្រីក្នុងបន្ទប់ទឹកទៅជារឿងធម្មតាមន្ត្រីធ្វើលើសបញ្ជាឬក៏មិនយកចិត្តទុកដាក់ចាំតែថ្នាក់លើស្រែកចំណេះដឹងរាសនៅមានកម្រិតគេបន្លំបោកបញ្ឆោតរាល់ថ្ងៃសិលធម៌សង្គមកាន់តែហៅលែងលឺអ្នកជំនួញរកស៊ីកេងបន្លំបោកប្រាស់កុហកអ្នកប្រើប្រាស់តើវាសនាប្រទេសយើងនឹងទៅជាយ៉ាងណាអ្នកចេះដឹងអ្នកមានចិត្តឈឺឆ្អាលសង្គមអ្នកស្រឡាញ់យុត្តិធម៌អ្នកមានគុណធម៌តើយើងអាចនៅស្ងៀមមិនព្រមធ្វើអ្វីដើម្បីកែលម្អសង្គមយើងទេឬទាំងនេះកាន់តែបញ្ជាក់ថាយើងមិនអាចត្រឹមតែសង្ងំសុខរស់ម្នាក់ឯងបានទេបាទនេះគឺជាកណនីរបស់បងប្អូនតាមបណ្ដាញសង្គមសាកទៅសាកតស៊ូនយោបាយតស៊ូមតិស្រែកតាមបណ្ដាញសង្គមទៅបើមិនគេចោទថាញុះញង់ក្រុមប្រឆាំងលៀបពណ៌ខ្ញុំហ៊ានភ្នាល់ដាក់ជីវិតសាកទៅព្រោះសង្គមនេះគឺជាសង្គមលៀបពណ៌បាយបិណ្ឌទៅជាបាយបាតតែយើងជាជនរងគ្រោះគ្រាន់តែស្រែកតាមបណ្ដាញសង្គមឲ្យគេរកយុត្តិធម៌ហ្នឹងក៏គេចាត់ទុកថាយើងលៀបពណ៌ដែរតែយើងថាធ្វើអីក៏គេថាលៀបពណ៌ដែរថាទាល់តែអស់លោកត្រូវក្បាលខ្លួនឯងត្រូវក្រុមគ្រួសារខ្លួនឯងត្រូវប៉ះខ្លួនឯងបានដឹងថាអូខ្ញុំជាជនរងគ្រោះដែរហើយកាលមុនខ្ញុំចិត្តតែហាយអាជ័យធ្លាក់ទឹកខ្ញុំសូមបន់ស្រន់កុំឲ្យរឿងនេះកើតឡើងចំពោះក្រុមអស់លោកលលោកឬក្រុមហ៊ុនក្រុមអាជ័យធ្លាក់ទឹកហើយអើនឹងចោះខ្ញុំសូមបួងសួងប៉ុន្តែការបួងសួងរបស់ខ្ញុំវានឹងមិនបានសម្រេចទេបើសិនជាយើងទាំងអស់គ្នានៅអាជ័យធ្លាក់ទឹកហើយអើបែបនេះហើយធ្វើរឿងដដែលរំពឹងថាចង់បានលទ្ធផលថ្មីបងប្អូនចិត្តបោះឆ្នោតមកដល់ហើយបោះឆ្នោតឃុំសង្កាត់និងបោះឆ្នោតជាតិខ្ញុំមិនឃោសនាបោះឆ្នោតទេប៉ុន្តែបងប្អូនបើនៅបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាហើយដឹកនាំក្រោមការដឹកនាំនឹងនៅអញ្ចឹងហេតុអីក៏បងប្អូនមិនផ្លាស់ប្ដូរឲ្យមានភាពវិជ្ជមានខ្លះទៅខ្ញុំមិនលើកទឹកចិត្តឲ្យទៅធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាលឯណាទេខ្ញុំលើកទឹកចិត្តឲ្យបងប្អូនប្រើសញ្ញាឆ្នោតស្របច្បាប់របស់បងប្អូនដែលធានាដោយរដ្ឋធម្មនុញ្ញដែលមិនឲ្យលោកហ៊ុនសែនមានលេសងើបមួយវាយមួយហើយកុំនៅផ្ទះទៅបោះឆ្នោតទាំងអស់គ្នាហើយកុំគូសស្លឹកឆ្នោតចោលទៀតព្រោះអយុធវិធីលើកមុនហ្នឹងគឺវាតាមអន្តរកាលតាមសម័យកាលគឺវាត្រូវពេលនោះប៉ុន្តែប័ណ្ណពិសោធន៍នេះគឺបងប្អូនអត់ត្រូវនៅផ្ទះទេគឺត្រូវទៅស្ថានីយ៍បោះឆ្នោតទាំងអស់គ្នាហើយកុំគូសស្លឹកឆ្នោតចោលព្រោះអីក៏ចូលបគេគូសស្លឹកឆ្នោតចោលចិត្ត1លានស្លឹកអត់មានខ្វល់អីគាត់ផ្សាយមកគូសស្លឹកឆ្នោតចិត្ត1លានស្លឹកប្រជាពលរដ្ឋគូសស្លឹកឆ្នោតចោលចិត្ត1លានស្លឹកអត់ចាត់ទុកថាការបោះឆ្នោតហ្នឹងមានភាពមិនប្រក្រតីអត់យុត្តិធម៌ចឹងធីបស្លឹកឆ្នោតចិត្ត1លានស្លឹកចោលអញ្ចឹងបើបងប្អូនគូសចោលទៀតវាអត់ប្រយោជន៍ទៀតដែរមិនអញ្ចឹងគូសឲ្យគណៈបកផ្សេងទៅគណៈបកណាក៏ដោយដែលមិនមែនជាគណៈបកប្រជាជនកម្ពុជាគូសចោលទៅបើអត់អីសោះក៏វាបានគ្នានឹងបានគ្នាច្រើនដែរប៉ុន្តែកុំគូសឲ្យគណៈបក29គណៈបកក្នុងចង្កោមសម្ព័ន្ធគណៈបកប្រជាជនកម្ពុជានឹងដដែលណាបើយើងបោះឆ្នោតឲ្យ29គណៈបកនឹងដដែលខ្វះអីគណៈបកនៅកកកក្តីនឹងហ៎ភ្លើងទៀនមនសិការឆន្ទៈខ្មែរកម្លាំងជាតិកែតម្រង់ចំនួនថ្មីរបស់លោកមីសវណ្ណរាអីហ្នឹងបោះឆ្នោតឲ្យគាត់ទាំងអស់គ្នាហ្នឹងទៅបើថាពួកគាត់បានរួមគ្នាជាធ្លុងមួយអាហ្នឹងរត់តែប្រសើរប៉ុន្តែបើអត់ទេឲ្យគាត់បានម្នាក់3កៅអី10កៅអី5កៅអីចឹងទាំងអស់បូកចូលគ្នាទៅបើយើងយកទៅបោះចោលទៅហើយស្រែកយំទៀតហើយនេះខ្ញុំអត់ឲ្យកាន់អាវុធកាន់កាភ្លើងអីធ្វើអំពើហិង្សាអីនេះជាអំពើថ្លៃថ្នូរស្របតាមច្បាប់ហើយគឺជាបន្លាជួសបន្លាកុំឲ្យលោកហ៊ុនសែនងើបមួយវាយមួយបើគាត់ថាទៅបោះឆ្នោតនឹងហើយទៅតាមសិទ្ធិនយោបាយរបស់គាត់ឲ្យគាត់មករករឿងទៀតអានឹងបាតកម្មពេញផ្ទៃប្រទេសប្រាប់ឲ្យថ្កោលទោសរដ្ឋាភិបាលនឹងថាធ្វើអីក៏មិនត្រូវព្រោះយើងចាំតែរករឿងអានឹងបានបងប្អូនសម្រាប់អញ្ចឹងទៅហើយកុំទៅកាន់អាវុធកាន់ស្អីហិង្សាអីវាហួសសម័យហើយគឺនិយាយអំពីការដែលទៅបោះឆ្នោតហើយបងប្អូនសួរថាបោះឆ្នោតយ៉ាងម៉េចបើកជបជារបស់គេដូចខ្ញុំនិយាយចឹងបងប្អូនបើលួចខ្លាំងណាស់យ៉ាងណាក៏ដោយគឺបើច្រើនពេកទៅក៏លួចបានតិចវាមិនលួចបានទាំងអស់ទេហើយវាត្រូវតែមានការផ្លែកដែរបើគណៈបកប្រជាជនកម្ពុជាដឹងថាប្រជាពលរដ្ឋកាយហើយចិត្តគាត់
អត់ខ្លាចគណៈបកប្រជាជនកម្ពុជាគម្រាមកំហែងទៀតគាត់ដូរឯងហើយគាត់នឹងកែសម្រួលឥឡូវហ្នឹងគាត់អត់កែដោយសារបងប្អូនបាក់ស្បាតចាញ់អាឃោសនាអបាយកលបង្ក្រាបបាក់ស្បាតរបស់គេដល់ពេលអញ្ចឹងគាត់ធ្វើអីជិះសេះលែងដៃទៅអួតសហគមន៍អន្តរជាតិថាមើលខ្មែរ8 9លានអ្នកទៅបោះឆ្នោតសេរីពហុបកបើទោះអន្តរជាតិអត់ជឿប៉ុន្តែបងប្អូនអត់អាចឲ្យនឹងអន្តរជាតិជួយយើងបានផងហ្នឹងព្រោះឲ្យគេជួយមិនមើលប្រទេសអ៊ីរ៉ង់មិនអាមេរិកវាយចង់រៀបក៏ប៉ុន្តែក៏អត់កែប្រព័ន្ធដឹកនាំអ៊ីរ៉ង់បានក្រៅប្រជាប្រដ្ឋអ៊ីរ៉ង់ដែរបរទេសគេអាចលូកដៃជួយយើងបានតែក្នុងករណីដាក់សម្ពាធពីក្រៅទិញទួចទេប៉ុន្តែជោគវាសនារបស់ប្រជាប្រដ្ឋកម្ពុជាគឺនៅលើដៃប្រជាប្រដ្ឋខ្មែរតាអញ្ចឹងហើយបានជាគណៈបកប្រជាជនកម្ពុជាយកឱកាសប្រាប់បងប្អូនថាគ្មានបរទេសណាជួយខ្មែរជាងខ្មែរឥឡូវបងប្អូនជាខ្មែរហើយប្រាប់ទៅលោកហ៊ុនសែនវិញហ្នឹងហើយឥឡូវខ្ញុំប្រើសិទ្ធិរបស់ខ្ញុំជាខ្មែរខ្ញុំសម្រេចជោគវាសនារបស់ខ្ញុំ40ឆ្នាំជាងហើយការដឹកនាំពីលោកហ៊ុនសែនមកដល់លោកហ៊ុនម៉ាណែតមិនមែនអត់ធ្វើអីសោះហើយលោកធ្វើបានច្រើនដែរតែធ្វើអត់ត្រូវច្រើនដែរដូច្នេះខ្ញុំចង់ឲ្យមានការកែតម្រង់ផ្លាស់ប្ដូរអីខ្លះទៅដើម្បីវិជ្ជមានសង្គមខ្មែរមានការផ្សះផ្សាជាតិមានប្រព័ន្ធនីតិរដ្ឋមានប្រព័ន្ធអង្គើពុករលួយនិងកាត់បន្ថយមានអបពុនិយមកាត់បន្ថយក្រែងចង់បានទាំងអស់គ្នាតើទាំងអ្នកគ្រប់គ្រងគណៈបកប្រឆាំងទាំងអ្នកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាគ្រាន់តែថាអ្នកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាត្រូវចាំបើចង់ឲ្យផលប្រយោជន៍ទាំងអស់នេះបានទៅប្រជាជនកម្ពុជាទាំង18លាននាក់ដោយទាំងគណៈបកប្រជាជនកម្ពុជាអត់បោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាបានទេបើអស់លោកបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាបានគឺបានអញ្ចឹងដដែលនេះបានឲ្យការអំណាចបែបហ្នឹងវាមិនមែនទៅជាលលាយខ្សលអីណាប៉ុន្តែវាវេទនាអញ្ចឹងវេទនាឈឺចាប់ជាជនរងគ្រោះនិយាយអីអត់បានគេលៀបពណ៌ថាជាក្រុមក្បត់ជាតិក្រុមញុះញង់អង្គើអយុធធម៌ពេញទឹកពេញដីដោយទាំងអ្នកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាដែរឥឡូវមែនតើអង្គើអយុធធម៌នឹងកើតឡើងតែអ្នកគ្រប់គ្រងគណៈបកប្រជាជនច្រើនជាងព្រោះអីគណៈបកប្រឆាំងគ្នារត់ចោលស្រុកចង់អស់ហើយដោយសារធ្វើបាបគ្នាឬក៏ចោះចូលអស់ហើយអ្នកដែលនៅគ្នាអត់ទ្រាំបាននឹងចេះចោះចូលទៅហើយដល់ពេលយូរខ្លាយជាមនុស្សរបស់គណៈបកប្រជាជនទាំងអស់ចឹងអ្នកដែលរងគ្រោះប្រមាណជា90-100%ហ្នឹងសុទ្ធតែជាអ្នករងគ្រោះដីធ្លីឆោបបោកស្អីហ្នឹងសុទ្ធតែក្រោមសិទ្ធិសកម្មជនរបស់គណៈបកប្រឆាំងគណៈបកប្រជាជនកម្ពុជាតើហេតុអីបានជាអស់លោកអត់ដឹងខ្លួនហើយអ្នកណាដែលដឹកនាំគណៈបកប្រជាជនហើយខ្ញុំអត់មានទៅទៀមទាឲ្យដូររបបដូររដ្ឋាភិបាលនេះទៅ180ដឺក្រេទៅគណៈបកណាទេខ្ញុំចង់ឲ្យបងប្អូនមានតលយៈភាពអំណាចគណៈបកប្រឆាំង45គណៈបកកាន់អំណាច50ទៅវាត្រឹមប៉ុណ្ណឹងគីឡូស្មើគ្នាវាមានតំណាងគ្នារកផលប្រយោជន៍ចេះរិះគន់គ្នាហៅរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីមកតតាំងឆ្លិចសួរអីកុំឲ្យធ្វើអីផ្ដេសផ្ដាស់ជីសេះលែងដៃបានប្រយោជន៍ណាបងប្អូនបានប្រយោជន៍គណៈបកប្រជាជនខ្លួនឯងទេខ្ញុំនិយាយឲ្យស្មោះខ្ញុំនិយាយនេះបានប្រយោជន៍អ្នកដែលគ្រប់គ្រងគណៈបកប្រជាជនទេវាខាត់ប្រយោជន៍តែក្រុមពុកលួចជាតិតែប្រមាណក្រុមប្រហែលជា3%ចុះតែ97%ដែលជាសកម្មជនគណៈបកប្រជាជនកម្ពុជានឹងក៏បានផលពីការកែតម្រង់នឹងដែរអស់លោកភ្ញាក់កំណត់ឡើងវិញខ្ញុំនិយាយនេះអត់មានបានប្រយោជន៍អីដើម្បីខ្ញុំទេខ្ញុំនិយាយដើម្បីប្រយោជន៍ទាំងអស់គ្នាហ្នឹងហើយបើចង់ឲ្យប្រទេសនេះផ្លាស់ប្ដូរកុំឲ្យមានភាពអយុត្តិធម៌សង្គមច្រើនពីវាពីកាលដោយទាំងអ្នកគ្រប់គ្រងគណៈបកប្រជាជនគឺត្រូវតែបោះឆ្នោតឲ្យគណៈបកប្រឆាំងមានតលយៈភាពខ្ញុំមិនទាមទារឲ្យបោះឆ្នោតត្រូវតែបោះឲ្យគណៈបកប្រឆាំងទាំងអស់ឲ្យដឹកនាំរដ្ឋាភិបាលទេវាមិនទៅរួចទេព្រោះគណៈបកប្រជាជនកម្ពុជាក៏នៅមានសកម្មជននៅមានអ្នកគ្រប់គ្រងនៅប្រើប្រព័ន្ធផ្សព្វផ្សាយប្រើប្រព័ន្ធវិទ្យុជាតិទូរទស្សន៍ជាតិជាកម្មសិទ្ធិរបស់ខ្លួនប្រើតបប្រើតឡាការប្រើអីហ្នឹងគឺមិនងាយទេទៅឲ្យមកផ្លាស់ប្ដូរ180ដឺក្រេវាអត់ទេក៏ប៉ុន្តែឲ្យគណៈបកប្រជាជនកម្ពុជាញិនឲ្យខ្ពើមនឹងអំពើប្រព្រឹត្តប្រេះផ្ដាស់ហ្នឹងឲ្យថាមានទម្ងន់មនុស្សទៅថ្លឹងគ្នាអញ្ចេះហើយដឹកនាំប្រទេសទៀតទៅខ្ញុំអត់មានខ្វល់ទេតកូលណាដឹកនាំក៏អត់ខ្ញុំខ្វល់ដែរតកូលហ៊ុនតកូលសុកតកូលទាតកូលរងតកូលកំតកូលរងតកូលមៀកតកូលមូតកូលសុកតកូលស្អីទាតកូលសអីកាន់ទៅអត់មានបញ្ហាអីទាំងអស់ចំពោះខ្ញុំអត់មានបញ្ហាអីទាំងអស់ឲ្យតែធ្វើយ៉ាងម៉េចនេះអាបញ្ហាអយុត្តិធម៌សង្គមនេះវាកាត់បន្ថយបញ្ហាអធិបតេយ្យជាមួយថៃយើងអាចមិនឲ្យបាត់ដីចង្ការទៀតបញ្ហាពុករលួយបញ្ហាបកពួកនិយមបញ្ហាស្អី scam online បញ្ហាអីសពបែបយ៉ាងមិនមែនទៅមកឥឡូវមកប្រយុទ្ធ scam online ហ្នឹងថាយើងអស់ចាអីអត់ទេ40ឆ្នាំហើយយើងធ្វើអត់បានមកធ្វើឥឡូវវាអត់មានទេវាគ្រាន់តែជាការធ្វើគ្រាន់តែជាបង្ក្រប់កាច់អញ្ចឹងហើយបានឲ្យបងប្អូនទាំងអស់គ្នាកុំសួរថាតើជាតិយើងជួយយើងអីបានហើយកុំទៅស្រែកជេរគណៈបកប្រឆាំងចោលមកសៀតជេរគណៈបកប្រជាជនចោលមកសៀតអីមិនបាច់ទេហើយកុំទៅជេររឿងរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំតកូលហ៊ុនអីទៀតបានហើយ
វាអស់សាច់អីនឹងរិះគន់ទៀតហើយបានហើយការជេរការបតិចផ្ដាសានឹងវាបានតែត្រឹមធ្វើឲ្យឈឺចាប់នាំគ្នាជេរគ្នាទៅវិញទៅមកអត់ប្រយោជន៍ទេគឺតាំងចិត្តឲ្យមាំពូនផ្ដុំកម្លាំងសាមគ្គីហើយផ្ដល់មេរៀនឲ្យអ្នកដឹកនាំអំណាចនេះដឹងថាយើងនឹងប្រើសិទ្ធិស្របច្បាប់របស់យើងនៅស្ថានីយ៍បោះឆ្នោតមិនបោះឆ្នោតឲ្យណែឯងទៀតទេខ្ញុំគ្រប់គ្រងណែឯងផ្កាប់មុខក៏ដោយប៉ុន្តែណែឯងធ្វើខុសអញ្ចឹងខ្ញុំនឹងឲ្យឱកាសដើម្បីឲ្យណែឯងកាយខ្លួនបើណែឯងបើឲ្យឱកាសទៅអ្នកដតីហើយឧទាហរណ៍2027នេះបោះឆ្នោតឃុំសង្កាត់ស្រាប់តែគណៈបកប្រឆាំងផ្ដុំគ្នាទៅបានឃុំសង្កាត់ប្រហែល4-500ឃុំសង្កាត់ចុះឧទាហរណ៍វាគ្រាន់បើដែរគណៈបកប្រជាជនកម្ពុជាដឹងខ្លួនបាត់ណែកែណាអត់បានទេទៅគេហើយតែទៅទាំងអស់ហើយផ្ដាំកែហើយកែបានប្រយោជន៍ណាគេគឺបានប្រយោជន៍សកម្មជនគណៈបកប្រជាជនកម្ពុជាខ្លួនឯងហ្នឹងតើតែគេកែទៅវាបានហើយឧទាហរណ៍សុកស្រាប់តែមកគិតគូរពីរឿងទម្លាក់លុយឲ្យយាយចាស់ម្នាក់$50មួយខែគ្រាន់ទិញស្លាមលូសុំសិលអីចឹងឧទាហរណ៍ណាបានទាំងអស់គ្នាទាំងគណៈបកប្រឆាំងទាំងគណៈបកប្រជាជនកម្ពុជាហកកែប្រព័ន្ធយុតិធធបន្ថយទំហំក្រសួងអំពើយុតិធធសង្គមឲ្យមានច្រើនលែងសោកប៉ាន់ពុកលលួយដល់ឆ្អឹងអីចឹងអ្នកបានអ្នករស៊ីក៏ស្រួលរស៊ីអ្នកទៅរៀនក៏ស្រួលរៀនកូនសិស្សក៏មានគុណភាពសាលារៀនមន្ទីរពេទ្យប្រព័ន្ធដឹកនាំរដ្ឋកម្មកររោងចក្រកាត់ដេរក៏អាចមានប្រាក់ត្រឹម$400-500ក្នុងមួយខែមិនមែន210ឡើង$2ដោយសារអីដោយសារគណៈបកប្រជាជនកម្ពុជាកាន់ម្នាក់ឯងហើយទៅសហជីពរងការគម្រាមកំហែងឲ្យកាន់ជើងថៅកែនិងគណៈបកកណ្ដាលអំណាចនៅរដ្ឋាភិបាលដល់ពេលសហជីព4-5នាក់សម្លេងអត់ដល់គេថាប្រជាធិបតេយ្យគេយកសម្លេងច្រើនដោយកាន់ជើងថៅកែហើយតម្លើងប្រាក់ខែឲ្យកម្មករយើងសហជីពកម្មករទៅកាន់ជើងថៅកែហើយដល់ពេលអញ្ចឹងគេថាហ្នឹងប្រជាធិបតេយ្យដោយសារអីប្រព័ន្ធដឹកនាំរដ្ឋយើងវាប៉ាតណាប៉ាតណីអញ្ចឹងកម្មករបានលុយឡើងទេហ៎ប្រព័ន្ធយោធាយើងហេតុអីបានអត់ស្បែកជើងហេតុអីអត់ទឹកផឹកហេតុអីបានជាអត់គ្រឿងសព្វាវុធដោយសារអធិការប្រព័ន្ធការពារជាតិរបស់យើងមិនដឹងទៅធ្លាក់ទៅកន្លែងណាប្រាក់ខែ8លុយ$800-900លានក្នុងមួយឆ្នាំហើយលោកហ៊ុនសែនក៏ថាយកលុយនឹងទៅសង់ឡៃទៅសង់ស្ពានសាលារៀនអីភ្លេចគិតពីរឿងជួយតលុយសង់សាលារៀនលុយជំនួយខ្ចីគេអស់$13,000លានហើយហ្នឹងហើយហេតុអីមិនទៅយកលុយតបមកចោលលុយតប$700-800លានមួយឆ្នាំយកទៅណាអានេះឯងដែលអត់មានក្រុមប្រឆាំងនៅក្នុងហ្នឹងគេស៊ីគេពុកលលួយទៅហ៊ានខ្មោចទៅហ៊ានអីវល់ហើយចឹងទៅក្រុមគេកាងតែគ្នាគេណាតវ៉ាចាប់ដាក់គុកណាតវ៉ាគឺបាត់ខ្លួនលាក់នឹងលាក់វាអត់មានបានជួយអីជាតិយើងទេស្រែកដាច់ខ្យល់ងាប់គាត់នេះសំបីតែគណៈបកប្រជាជនសប្ងៃហ្នឹងដែលរងអំពើអយុត្តិធម៌សាកផ្ដុំគ្នាតវ៉ាទៅគណៈបកប្រជាជនហ្នឹងផ្ដុំគ្នាតវ៉ារកអំពើអយុត្តិធម៌សង្គមបំគេចាប់ដាក់គុកហើយទៅគេចោទថាផ្ដាច់ខ្លួនចូលក្រុមប្រឆាំងរួចទៅគេថាយើងហ្នឹងញុះញង់អីលាក់នឹងលាក់អត់បានដោះស្រាយអដែរហើយដល់ចឹងទៅយំស្ពះអង្វរតាមបណ្ដាញសង្គមរកប្រព័ន្ធផ្សព្វផ្សាយមកឲ្យជួយទៅវិញបងប្អូនឃើញសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយទេប៉ុន្តែអាប្រព័ន្ធផ្សព្វផ្សាយនឹងទៀតសោតវាមិនមែនជាតឡាការទេចឹងបើតឡាការត្រូវបានអីបន្តិចហៅអ្នកដឹកនាំនេះមកជួយតិចហៅមេនោះមកជួយអន្តរាគមវប្បធម៌អន្តរាគមនេះណាគឺជាការបង្ហាញអំពីភាពបរាជ័យនៃការដឹកនាំរដ្ឋហើយព្រោះអត់មានប្រព័ន្ធដឹកនាំរដ្ឋណាជោគជ័យបានឬក៏មានសុខភាពល្អដោយតតែមេស្រែកមកវាស់បានកូនចៅធ្វើដល់ពេលមេឈប់ស្រែកកូនចៅឈប់ធ្វើនេះគឺជាភាពបរាជ័យនៃការដឹកនាំរដ្ឋហើយបងប្អូនដឹងថាដោយសារហេតុអីទេដោយសារអំណាចប្រមូលផ្ដុំនៅលើមនុស្សម្នាក់និងក្រុមម្នាក់ដល់អញ្ចឹងអាថ្នាក់ក្រោមហ្នឹងគឺអត់ហ៊ានធ្វើអីទេចាំមើលធ្វើតាមស្រួលខុសគេដកតំណែងទៀតអញ្ចឹងចាំមើលថ្នាក់លើថាសិនបើថ្នាក់លើថាឲ្យធ្វើទៅត្រូវចិត្តរួចខ្លួនទៀតវាអត់ត្រូវអញ្ចឹងទេបើថ្នាក់ក្រោមធ្វើខុសដកកវត្តចោលអត់មានលើកលែងអីទាំងអស់តែអត់មានទេវប្បធម៌សន្តោសប្រុសប្រណីអន្តរាគមស្រែកវាស់ធ្វើឈប់ស្រែកដដែលទៀតហើយអញ្ចឹង30-40ឆ្នាំឲ្យបងប្អូននៅតែសង្ឃឹមថាប្រហែលជាមានការផ្លាស់ប្ដូរហើយឥឡូវនៅពេលដែលសង្ឃឹមហ្នឹងគណៈបកប្រឆាំងខ្ទេចខ្ទីអស់លីងនៅក្នុងស្រុកខ្មែរបដិញគ្នាហោរឿងគ្នាចាប់គ្នាដាក់គុកដកសិទ្ធិនយោបាយមានបន្តិចលោកកឹមសុខានិងលោករងឈុន2នាក់ដែលនៅក្នុងស្រុកដកសិទ្ធិនយោបាយអត់ឲ្យធ្វើអីទៀតជាសัตว์ស្លាប់នយោបាយមួយប្រឡែងគ្នាយកកស៊ូចងស្លាប់ហើយប្រហោះឲ្យគ្នាហោះហើយមកអួតថានេះគឺជាអង្គើគុណធម៌របស់ថ្នាក់ដឹកនាំគណៈបកកណ្ដាលអំណាចក្នុងការសន្តោសប្រោសប្រណីលោកកឹមសុខានិងលោករងឈុនដើម្បីឲ្យមានការផ្សះផ្សាជាតិហើយបោកនោះបោកសัตว์ចងកស៊ូយកចេញពីក្នុងទ្រុងប្រហោះឲ្យហោះឲ្យគ្នាហើធ្លាក់មកបាក់កងងាប់បាត់ហើយ
ហើយទៅប្រាប់គេថានេះជាអំពើល្អហើយប្រជាប្រដ្ឋគេល្ងងមិនមែនខ្ញុំពងតែឆ្ងល់អ្នកដែលបបួលខ្ញុំឲ្យកោសក់នេះបោះបងប្អូនហូបបាយនឹងត្រឡោកឬក៏ហូបបាយនៅក្នុងចានខ្ញុំពងតែឆ្ងល់លោកកម្មសខាចេញពីពន្ធនាគារចេញពីជាប់គុកក្នុងផ្ទះមកជាប់គុកអត់ចិញ្ចាំងអត់សិទ្ធិនយោបាយទាំងអស់គាត់ថាគេដោះលែងហើយនៅចារហអីទៀតចាំមកខ្ញុំថាអស់លោកពេលខ្លះយើងធ្វើមិនល្ងងទេអស់លោកមិនល្ងងទេប៉ុន្តែយើងធ្វើល្ងងអានោះអាក្រក់ជាងអ្នកល្ងងទៀតអាយើងចេះខ្លះដែរតែយើងធ្វើល្ងងអាក្រក់ជាងអ្នកល្ងងទៀតអ្នកដែលអត់ដេកអ្នកដែលដេកលក់អត់អីទេបើដេកលក់ស្កប់ស្កល់ប៉ុន្តែតែយើងអត់ដេកលក់សោះហើយយើងប្រឹងថ្មិចភ្នែកធ្វើដេកលក់អ្នកណាដាស់ក៏ដាស់មិនកើតដែរព្រោះយើងធ្វើពើហើយយើងធ្វើពើមកចោតខ្ញុំថាអង្កលកោសក់អញ្ចឹងឧទាហរណ៍លោកកម្មសខាគេដោះលែងហើយហេតុអីក៏ចាំមើលរឿងនេះបើកើតឡើងចង់ក្រុមគ្រួសាររបស់អស់លោកបានល្អមើលដែលគេថាដែលគេធ្វើបាបអញ្ចឹងណាហើយដល់ពេលហើយរងភាពអយុត្តិធម៌អញ្ចឹងហើយទៅផ្ចាញ់ផ្ចាលគេហើយចឹងតាំងទៅរករឿងគេអ្នកចង់ជួយឧទាហរណ៍ឥឡូវឪពុករបស់លោកចោះអ្នកក្រុមលលករបស់គណៈបកកណ្ដាលអំណាចហ្នឹងឪពុករបស់លោកឬក៏សកម្មជនស្អីក៏ដោយឪពុករបស់លោកចោះត្រូវរដ្ឋាភិបាលចាប់ដាក់គុកហើយឪពុកលោកអូខេខ្ញុំនិយាយជួនកាលវាវែងពេកថាឥឡូវឪពុកកុំនិយាយរឿងយោបាយឪពុករបស់លោកគឺមានទេពកោសល្យប្រកបរបរចិញ្ចឹមជីវិតជាជាងគំនូអូខេរកទទួលទានជាជាងគំនូក៏ប៉ុន្តែគូរូបគំនូចុះឡើងហ្នឹងទៅត្រូវប៉ះពាល់នឹងនយោបាយអញ្ចឹងគេចាប់ដាក់គុកហើយគេដាក់គុកឲ្យជាប់គុក27ឆ្នាំនៅតែក្នុងផ្ទះហើយគេលែងឲ្យគូគំនូទាំងអស់ស្អីក៏ដោយអត់ប៉ះជក់អត់ប៉ះអីទេហាម5សិទ្ធគូគំនូហ្នឹងហើយគាត់ជាអ្នកគូគំនូហើយទៅនាំគ្នាតស៊ូមតិឲ្យគាត់នៅក្រៅឃុំឬក៏រួចផុតពីអាសិទ្ធិសេរីភាពការធ្វើទុកបុកម្នេញចុងក្រោយគេអូខេឥឡូវគេមិនរដ្ឋបတ်សិទ្ធិជាប់គុកក្នុងផ្ទះតែគេរដ្ឋបတ်សិទ្ធិអត់ឲ្យគាត់គូគំនូទេយកគាត់ឲ្យនៅក្រៅហ្នឹងអត់ឲ្យគាត់គូហើយរបររបស់គាត់ជីវិតរបស់គាត់មួយជីវិតហ្នឹងគឺមានតែគូគំនូហ្នឹងទេដើម្បីចិញ្ចឹមជីវិតដើម្បីបានទទួលទេអត់មានប្រាក់ឧបត្ថម្ភអត់មានអីទាំងអស់ព្រោះនេះគឺជាមុខរបរចិញ្ចឹមជីវិតជាជាងគំនូហើយឲ្យគាត់ចេញមកនៅខាងក្រៅអត់ឲ្យគាត់គូអត់ឲ្យគាត់អីទាំងអស់ឲ្យតែមានសេរីភាពដើរមើលគេតើគាត់បានអីហូបទី1គាត់បានអីហូបទី2ថាតើគាត់មានជីវិតគាត់ជាជាងគំនូហេតុអីបានជាយើងអត់ឲ្យគាត់កាន់ជក់អត់ឲ្យអីហើយអាហ្នឹងឬដែលជាសេរីភាពព្រោះសេរីភាពរបស់ជាងគំនូគឺការគូសេរីភាពរបស់អ្នកនយោបាយគឺធ្វើនយោបាយហើយទៅមករឿងខ្ញុំរឿងកោសអស់លោកហូបបាយនៅក្នុងចានខ្លះទៅកុំហូបក្នុងត្រឡោកចឹងខ្ញុំទទួលយកមិនបានថាខ្មែរយើងមិនគួរណាអន់អញ្ចឹងទេខ្មែរមិនអន់អញ្ចឹងទេបងប្អូនណាប៉ុន្តែបងប្អូនទម្លាក់តម្លៃទាបពេកមកផ្ចាញ់ផ្ចាលខ្ញុំរឿងអញ្ចឹងអីវិញអត់ប្រយោជន៍ហើយឥឡូវដូចខ្ញុំនិយាយអញ្ចឹងសັບយកចេញពីត្រង់ចងស្លាប់បោះឲ្យហើយយើងទៅអួតប្រាប់គេថាបានរួចហើយមិនទៀតលើមិនទៀតចុះបើឪពុករបស់លោកដែលគេយកមកហើយគេចងដៃអញ្ចឹងហើយអត់ឲ្យគូអត់ឲ្យអីហើយជាជាងគំនូតែយើងឈឺចាប់ប៉ុណ្ណាបងប្អូនជាឪពុករបស់យើងសាគិតជាឪពុករបស់យើងកុំគិតអ្នកដតីយើងមកសាគិតសាច់ដតីហ្នឹងចេះគិតថាអ្នកដតីសំអញ្ចឹងអត់ទេគិតជាឪពុករបស់យើងមើលយើងឈឺចាប់ប៉ុណ្ណាហើយនៅពេលដែលគេខំកំពុងតែយកឧទាហរណ៍មានអ្នកណាម្នាក់គេមកខំប្រឹងជួយរកសិទ្ធិសេរីភាពឲ្យឪពុកយើងបានគ្រប់គ្រាន់អូយើងទៅរករឿងគេឲ្យកោសក់អញ្ចឹងឪពុករបស់យើងដែលកំពុងតែជាប់ខាតបង់សិទ្ធិសេរីភាពមិនអាចធ្វើអីដោយអ្វីដែលគាត់ធ្លាប់ធ្វើឲ្យជាប់គុករាប់ឆ្នាំអត់មានសងសំណងសងអីសោះហើយឲ្យប៉ុណ្ណឹងហើយយើងគេខំប្រឹងជួយយើងទៅរករឿងអ្នកដែលជួយឪពុកយើងតើយើងអគុណធម៌ប៉ុណ្ណាបងប្អូនគិតឡើងវិញកុំបាយ3ពេលហើយយើងវល់អញ្ចឹងម្ដងទៀតបងប្អូនប្រើសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋហើយកុំប្រើអំពើហិង្សាឲ្យសោះទម្រង់ណាក៏ដោយទម្រង់ហិង្សាទម្រង់អបគុំទម្រង់អាវុធកាន់ដើម្បីអត់ទេហួសសម័យហើយគឺមានតែទៅស្ថានីយ៍បោះឆ្នោតឲ្យគណៈបកណាមួយក៏ដោយដែលបងប្អូនគិតថាជួយបានហើយកុំបោះឆ្នោតឲ្យគណៈបកសម្ព័ន្ធទាំង29របស់គណៈបកប្រជាជនកម្ពុជាព្រោះសម្ព័ន្ធហ្នឹងគឺជាសម្ព័ន្ធផ្ដុំគ្នាធ្វើឲ្យស្ថានភាពវាអញ្ចឹងតែប៉ុណ្្នឹងឯងហើយខ្ញុំថាបោះឆ្នោតទៅបាន10កៅអី5កៅអីប្រមាណសម្លេងអីក៏ដោយឲ្យតែខាងនេះច្រើនទៅគឺបានន័យថាវាមានតុល្យភាពគណៈបកប្រជាជនឡើងជាសេះឡើងដៃហើយម្ដងទៀតបើសិនជាគណៈបកប្រជាជនកម្ពុជាដូរឧទាហរណ៍ទៅថ្ងៃក្រោយណាតកូលហ៊ុនហ្នឹងក៏ដោយបើគាត់ដូរ180ដឺក្រេពីអ្វីដែលគាត់ធ្វើផ្ដេសផ្ដាស់នេះ
ខ្ញុំនឹងសាទរហើយនឹងផ្សាយសរសើរអស់លោកអត់ថ្ងៃឈប់ទេហើយមិនបាច់9មួងណារ៉េតកោសក់ទេមួងណារ៉េតនឹងនិយាយរឿងនេះឲ្យអស់លោកមើលព្រោះខ្ញុំមិនមែនអ្នកផ្កាប់មុខដើម្បីលៀបសការៈអីទេអ្វីដែលរដ្ឋាភិបាលធ្វើត្រូវគឺខ្ញុំថាធ្វើត្រូវអ្វីដែលបកប្រឆាំងថាធ្វើមិនត្រូវគឺខ្ញុំថាធ្វើមិនត្រូវបើគេធ្វើត្រូវខ្ញុំថាធ្វើត្រូវរដ្ឋាភិបាលធ្វើខុសខ្ញុំថាធ្វើខុសបំណងរបស់ខ្ញុំគឺចង់កែតម្រង់ប្រព័ន្ធដឹកនាំរដ្ឋដើម្បីប្រយោជន៍18លានអ្នកតាអត់មែនប្រយោជន៍មួងណារ៉េតទេខ្ញុំប្រាប់ឲ្យតើថាខ្ញុំគេងបានមកយប់តែ4ម៉ោងមិនមែនដើម្បីប្រយោជន៍ខ្ញុំទេប្រាក់ខែខ្ញុំរស់មកស្រួលល្មមអត់ត្រូវការងើបម៉ោង4ហើយឲ្យអស់លោកមកជេរខ្ញុំទេថ្ងៃណាមួយអស់លោកនឹងអរគុណមួងណារ៉េតដោយសារតែខ្ញុំនិយាយដើម្បីប្រយោជន៍អស់លោកទេគ្រាន់តែសពថ្ងៃអស់លោកម៉ូបាំងលៀបសការៈបាយ3ពេលហ្នឹងគឺគេជួលចឹងចេះតែមកហើយខ្ញុំអត់សូវបងប្អូនខ្ញុំអត់សូវប្រកាន់ទោសអូសដំណើរអីក្នុងន័យថាអហោសិកម្មហ្នឹងគឺខ្ញុំមាននៅក្នុងបេះដូងរបស់ខ្ញុំហើយបងប្អូនចេះតែសួរថាអូយផ្លូវចិត្តលោកមូណារ៉េតហ្នឹងរឹងមាំណាគេជេរបតិចគេបាតផ្សារអីយ៉ាងម៉េចក៏នៅតែទៅមួយសុភាពរៀបសារតបទៅគេវិញបងប្អូនខ្ញុំឆ្កែខំខ្ញុំអត់ចេះខំឆ្កែទេព្រោះអីយើងមិនអាចទៅខំឆ្កែទេព្រោះយើងមិនមែនឆ្កែតែពេលយើងទៅខំឆ្កែយើងឆ្កែដូចតែឆ្កែដែរនឹងវាអត់ត្រូវដូច្នេះវិធីដោះស្រាយបញ្ហាវាមានច្រើនណាស់ការអប់រំផ្លូវចិត្តមនុស្សណាត្រូវការពេលយូរណាស់បងប្អូនហើយត្រូវការភាពអត់ធ្មត់សិលធម៌គុណធម៌អត់អាចទម្លាក់បាតហក់ធាក់ញោមទេបងប្អូនអត់ទេខន្តីត្រូវមានគ្រប់ពេលអំពើហិង្សាបន្សាបបានដោយអំពើអហិង្សាអំពើស្ងប់ផ្លូវចិត្តនេះគឺជាភាពមានឥទ្ធិពលខ្លាំងណាស់ហើយខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាអ្នកដែលស្រឡាញ់ខ្ញុំម្ដងទៀតណាមិនមែនលេងសើចទេខ្ញុំនិយាយមែនតើបងប្អូនដែលស្រឡាញ់មួងណារ៉េតគ្រប់គ្រងមួងណារ៉េតហាមផ្ដាច់កុំជេរតបទៅក្រុមបាតផ្សាររបស់គណៈបកប្រជាជនកម្ពុជានិងក្រុមឃោសនិកបងប្អូនតបវិញនៅក្នុងន័យសិលធម៌ថ្លៃថ្នូរឲ្យពន្យល់អង្គហេតុផលចោះកុំជេរហើយកុំជេរតំណាងឲ្យមួងណារ៉េតអីថាអ្នកខ្ញុំជេរអ្នកឯងច្រាស់ឆ្អេះអ្នកឯងវិញដោយសារអ្នកឯងជេរមួងណារ៉េតជា idol របស់ខ្ញុំកុំអីខ្ញុំសុំអង្វរព្រោះអីនេះមិនមែនជាគុណតម្លៃរបស់ខ្ញុំទេខ្ញុំអរគុណបងប្អូនដែលនៅខាងខ្ញុំគ្រប់គ្រងអំពើយុតិធធរកយុតិធធឲ្យខ្ញុំប៉ុន្តែជៀសវាងពីការជេរបតិចប្រាសាគ្នាទៅវិញទៅមកហ្នឹងអត់ប្រយោជន៍ទេព្រោះនេះគឺជាល្បិចរបស់គណៈបកកណ្ដាលអំណាចក្នុងការពង្រៀងស្ថានភាពព្រំដែនហើយបង្កើតឲ្យបងប្អូនបង្កើតព្រឹត្តិការណ៍ឲ្យបងប្អូនជេរទៅជេរមកអត់ថ្ងៃចប់ខ្ញុំសុំទោសខ្ញុំថាអស់ថ្មចោលឆ្កែមែនក៏ប៉ុន្តែខ្ញុំចង់អប់រំឆ្កែហើយនេះជាសិទ្ធិរបស់ខ្ញុំអប់រំដើម្បីការអប់រំបន្តិចម្ដងមិនលែងអីមនុស្សនឹងអាចយល់បានព្រោះបើមនុស្សមានសតិសម្បញ្ញៈជាមនុស្សថ្ងៃណាមួយមនុស្សនោះនឹងคล้ายមកជាមនុស្សវិញសពថ្ងៃគាត់คล้ายជាសត្វដោយសារតែវារងឥទ្ធិពលនៃថ្នាំគ្រឿងញៀនឬក៏គ្រឿងអ្វីដែលគេជាការតាក់ទាញដែលគេឲ្យគាត់លេបអញ្ចឹងយើងកុំទៅចាប់ទោសអូសដំណើរគាត់អីគាត់កំពុងតែលងនៃឥទ្ធិពលគ្រឿងស្រវឹងឬក៏គ្រឿងដែលគេពង្វក់គាត់តែថ្ងៃណាមួយនៅពេលដែលគាត់ចាប់ផ្ដើមសាបថ្នាំហ្នឹងហើយគាត់ស្ដាប់ការអប់រំទេសនាអីយូរទៅគឺគាត់អាចវិលមករកផ្លូវត្រូវវិញហើយគាត់នឹងដឹងគុណដូច្នេះយើងកុំចាប់ទោសអូសដំណើរចាំមកខ្ញុំនិយាយថាខ្ញុំអស់ដុំថ្មចោលឆ្កែហ្នឹងគឺខ្ញុំសុកចិត្តយកវិធីពន្យល់ហើយខ្ញុំជាទូទៅតិចតួចណាស់កំរដែលខ្ញុំយកឈ្មោះបុគ្គលមកនិយាយខ្ញុំសុកចិត្តនិយាយខ្ញុំមិនចង់និយាយឈ្មោះបុគ្គលទេនិយាយស្មោះត្រង់ព្រោះអីវាថោកទី1ទី2រឿងបុគ្គលបានន័យថាមិនមែនជារឿងរបស់ខ្ញុំវាខ្ញុំគឺរឿងជាតិអញ្ចឹងយករឿងបុគ្គលមកនិយាយវាខាត់ពេលឥឡូវបន្តទៅទៀតបងប្អូនថាវែងទៀតហើយខ្ញុំរកពេលខ្លីមិនបានហើយបងប្អូនចេះថាប្រាប់ហើយឥឡូវដដែលអញ្ចឹងបងប្អូនម្ដងទៀតបិទបញ្ចប់នៃពាក្យថាអយុត្តិធម៌បងប្អូនឃើញអយុត្តិធម៌ច្រើនហើយអញ្ចឹងដោះស្រាយអំពើអយុត្តិធម៌ដោយប្រើសម្លេងរបស់បងប្អូនហើយឈប់คลายទៅជាអ្នកដែលដាំដើមកតទៅទៀតយើងម្នាក់ត្រូវទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិយើងគ្រប់គ្នាបើឃើញមនុស្សអសិលធម៌អគុណធម៌ជេរបតិចគ្នាក្នុងសង្គមប្លុកទី1ប្លុកចោលទី2 report ទៅខាង YouTube ឬក៏ Facebook ឬ TikTok រាយការណ៍គ្រប់ខ្ញុំថាធ្វើវីដេអូតែអត់ទាន់បានធ្វើវីដេអូជូនបងប្អូនប៉ុន្តែបងប្អូនណាដែលដឹងប្រាប់ពីរបៀបធ្វើវីដេអូនឹងផងទៅអញ្ចឹងយើងដើម្បីអីយើងបង្ហាញអំពីអំណាចរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេសហើយត្រូវចេះណែនាំអប់រំគ្នាបើគេនិយាយអីខុស
កុំអាចធ្លាក់ទឹកហើយអើតែស្កដូចខ្ញុំនិយាយចឹងបើគេនិយាយចោតប្រកាន់មួងណារ៉េតខុសកុំទៅជេរគេកុំជេរគេបងប្អូនគ្រាន់តែនិយាយឃ្លាខ្លីៗដូចខ្ញុំនិយាយថានិយាយហ្នឹងគឺប្រហែលជាមិនបានមើលវីដេអូគាត់ពេញទេដឹងមើលខ្លីៗអីអញ្ចឹងសូមចូលទៅមើលវីដេអូគាត់ទៅអាចយើងអាចកែការដែលគិតរបស់យើងក៏ថាបានហើយកុំទៅជេរគេថាគិតនឹងខុសគិតនឹងអីព្រោះគេអត់ដឹងរឿងយើងទេគេអត់ដឹងតែខ្ញុំនិយាយអីទេជួនកាលបានវីដេអូឃ្លីបប្រវែងតាកន្លះនាទីហ្នឹងមកគាត់គិតថាខ្ញុំនិយាយចឹងតែដល់ពេលបកស្រាយមកកណោទៀតក៏អត់បាននិយាយចឹងទៅយើងទៅឆ្លោះគ្នាអត់ប្រយោជន៍ហើយឆ្លោះទៅឆ្លោះមកជេរពេញ Facebook ហ្នឹងអារឿងជេរពេញ Facebook ហ្នឹងខ្ញុំមានព័ត៌មានមួយដែលខ្ញុំចង់ជម្រាបដែរថាអឺសំទោសយុទ្ធនាការជេរប្រមាថនិងជះសម្អប់តាមបណ្ដាញសង្គមមានក្រុមរៀបចំពីក្រោយជាប្រព័ន្ធបងប្អូនរឿងដែលអកុសលនៅស្រុកខ្មែរសប្ងៃអារឿងអំពើអយុត្តិធម៌ភាពខ្លោចផ្សមធ្យមឯងងុំនឹងមានក្រុមជាប្រព័ន្ធដើម្បីទៅនាំគ្នាធ្វើបង្កើត AI ឬក៏ប្រព័ន្ធ comment ជេរបតិចហ្នឹងគឺដើម្បីលុបព័ត៌មានដើម្បីបំបាក់ស្មារតីរបស់ប្រជាពលរដ្ឋដើម្បីការពាររដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចគ្រោះថ្នាក់ខ្លាំងមែនតើបងប្អូនហើយអសិលធម៌មែនតើព្រោះអីរឿងដែលធ្វើដូច្នេះគឺបានន័យថាយើងកំពុងតែបិទបាំងអំពើផ្ដេសផ្ដាស់ហើយគឺយើងបិទមាត់ជនរងគ្រោះហើយយើងចាប់ផ្ដើមកលៃប្រឌិតព័ត៌មានដើម្បីធ្វើឲ្យប្រជាពលរដ្ឋច្បុកច្បល់ហ្មងលែងដឹងទិសតំបន់អីទេព្រោះអីមតិហ្នឹងគឺសុទ្ធតែជេរក្រុមប្រឆាំងជេរក្រុមអង្គការសង្គមជីវពលជេរអង្គការនេះជេរអង្គការនោះឲ្យតែប៉ះពាល់រដ្ឋាភិបាលគឺក្រុមហ្នឹងមកជេរជាប្រព័ន្ធចឹងហ្មងវាបង្កើតឲ្យមានសិលធម៌ថោកទាបបំផុតរបស់ខ្មែរហ្នឹងហើយខ្ញុំជឿថានេះគឺជាអង្គការចាត់តាំងរបស់រដ្ឋាភិបាលឬគណៈបកកណ្ដាលអំណាចវាអត់ដែលមាននរណាបង្កើតក្រុមមកជេរគណៈបកប្រឆាំងដោយក្រុមប្រឆាំងទេមិនដែលទេព្រោះក្រុមប្រឆាំងខ្លួនឯងគេជេរឡើងឆ្អែតឲ្យគ្នាខ្សោះខ្លួនហើយទៅរកពេលឯណាបង្កើតក្រុមដើម្បីជេរខ្លួនឯងឲ្យគេមើលឃើញដើម្បីចំណេញប្រយោជន៍គណៈបកប្រជាជនទៅវាអត់មានដូច្នេះជា logic អ្នកណាបង្កើតក្រុមជេរដើម្បីគ្រប់គ្រងរដ្ឋាភិបាលហ្នឹងគឺជាក្រុមគណៈបកប្រជាជននិងរដ្ឋាភិបាលហ្នឹងតែម្ដងហើយលោកង៉ែតម៉ូសេបានរកឃើញអត្ថបទគាត់ស្រាវជ្រាវ36ទំព័របងប្អូនខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទៅមើលវីដេអូគាត់នៅក្នុង Facebook របស់គាត់ឈ្មោះថាលោកង៉ែតម៉ូសេដែលជាទីប្រឹក្សាពិគ្រោះយោបល់ផ្នែកសន្តិសុខ Digital ឈ្មោះរបស់គាត់គឺជាភាសាខ្មែរអាចសរសេរងសម្រាប់2ដាក់ស្រែនិងតង៉ែតម៉ូសេមកថ្មិញកដោមកស្រអូសដាក់ស្រែប៉ុន្តែជាភាសាអង់គ្លេសគាត់សរសេរ NGETH ង៉ែតម៉ូសេ CMOSES បងប្អូនទៅរកនៅក្នុង Facebook គាត់ទៅឃើញហើយ like share follow គាត់ទៅហើយមើលវីដេអូគាត់ផ្សាយគាត់និយាយអំពីយុទ្ធនាការជេរប្រមាថនិងជះសម្អប់តាមបណ្ដាញសង្គមគឺមានក្រុមប្រព័ន្ធរៀបចំពីក្រោយហើយគាត់ស្រាវជ្រាវឯកសារ36ទំព័រខ្ញុំស្រាវជ្រាវមកអត់ទាន់ទេតែខ្ញុំនឹងហៅគាត់មកសម្ភាសដើម្បីបញ្យល់លម្អិតប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គាត់ទៅសេអញ្ចឹងមាននិន្នាការនៃការបំពានតាមអនឡាញដែលយាយីដល់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាគាត់យកអង្គការសង្គមស៊ីវិលជាដើមចមនៃការរកឃើញអំពីមតិដែលយកទៅរាប់ម៉ឺនជួនខ្លះចេះតែទៅជេរបតិចគ្នានឹងគ្រប់ចឹងហ្មងគឺយកម៉ាស៊ីនយកប្រព័ន្ធនឹងយកទៅឲ្យជន់ហ្មងក្នុងការបញ្ចេញមតិហ្នឹងគាត់ថារបាយការណ៍នេះធ្វើការឃ្លាំមើលទំព័រ Facebook របស់អង្គការសង្គមស៊ីវិលកម្ពុជាចំនួន15ចាប់ពីខែកុម្ភៈដល់ខែមេសាឆ្នាំ2026គាត់ថាអំឡុងពេលនៃការឃ្លាំមើលនេះគឺគ្របដណ្ដប់លើអត្ថបទបង្ហោះចំនួន1556អត្ថបទដែលមានមតិយោបល់ចំនួន24298វិភាគមតិ20000ជាងលោកម៉ូសេខ្ញុំសូមសរសើរហើយចំណាយពេលវេលាមិនដឹងប៉ុណ្ណាចាំបានអត្ថបទស្រាវជ្រាវគាត់36ទំព័រគាត់ថានៅក្នុងចំណោមមតិយោបល់ទាំងនោះមតិយោបល់ចំនួន4903ដែលដកស្រង់ចេញពីអត្ថបទបង្ហោះចំនួន54នៅទូទាំងអង្គការចំនួន6គាត់យកតែអង្គការ6ទេដែលរងការវាយប្រហារនោះគឺថាចាស់ដៃហ្មងពីក្រុមនេះគឺត្រូវបានជ្រើសរើសសម្រាប់វិភាគលម្អិតនៃទម្រង់ពាក្យសម្ដីស្អប់ខ្ពើមភាសាប្រមាថនិងការបញ្ចេញមតិមិនពិតប្រាកដគឺបានន័យថាជា fake អង្គការទាំង6ដែលត្រូវបានជ្រើសរើសយកមកវិភាគលម្អិតនោះមានសមាគមអាត់ហុកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR អង្គការសង្ត្រាល់អង្គការ Confrel
អង្គការលីកាដូនិងប្រជាកាសែតឬក៏ប្រជាកាសែតហ្នឹងដោយសារតែផ្នែកបញ្ចេញមតិយោបល់របស់អង្គការទាំងនេះបញ្ចេញពីទម្រង់ច្បាស់លាស់នៃអកប្បកិរិយាមិនពិតប្រាកដនៃអ្នកដែលផ្សាយហ្នឹងការរកឃើញដ៏សំខាន់គឺក្រុមនៃកណនីមិនពិតប្រាកដកំពុងតែរួមគ្នាដើម្បីដៅមុខសញ្ញាលើអង្គការដើម្បីសិទ្ធិការងារជាពិសេសសង្ត្រាល់កណនីទាំងនេះបង្ហាញសារដែលបានរៀបចំទុកជាស្រេចគឺដើម្បីបង្កជាជំនន់មតិគឺឲ្យជន់ហ្មងនិយាយទៅគឺថាធ្វើឲ្យយើងអត់អាចបញ្ចេញមតិអីបានគឺពួកអស់ហ្នឹងដាក់មកសិតតាវិភាគលប់គ្រប់ផ្សាយបំពុលស្អីលាក់នឹងលាក់ចុងមកគឺថា10000 20000ចឹងមកយើងអត់អាចបើកមើលអីកើតឬគាំងអស់ចឹងមកគឺពួកអស់នេះគឺចង្រៃមែនតើបាទហើយទៅជាក្រុមនេះគឺគេផ្សព្វផ្សាយឲ្យជន់បាទទី1គឺឲ្យជន់មតិនិងជំរុញសារគ្រប់គ្រងរដ្ឋាភិបាលឃើញទេអញ្ចឹងបើរដ្ឋាភិបាលមិននៅពីក្រោយអ្នកណានៅពីក្រោយកណនីដដែលនេះបញ្ចេញវត្តមាននៅទូទាំងអង្គការខុសៗគ្នាក្នុងពេលតែមួយអញ្ចឹងបានន័យថាអង្គការ6ហ្នឹងក្នុងពេលនីតិដូចគ្នាហ្នឹងគឺគាត់ជេរទៅអង្គការទាំង6ដោយប្រើម៉ាស៊ីនឬប្រើឧបករណ៍អីមួយគឺអង្គុយធ្វើតែបំផ្លាញអញ្ចឹងហ្មងហើយការផ្សព្វផ្សាយលេខទូរស័ព្ទជំនួយបន្ទាន់ផ្នែកការងារ1297នៅលើអត្ថបទបង្ហោះដែលមិនពាក់ព័ន្ធនឹងការងារឃើញនៅគឺអាលេខឧទាហរណ៍ទៅនិយាយពីរឿងនយោបាយអីសោះគឺគាត់ទៅបង្ហោះរឿងក្រសួងការងារជួយនេះជួយនោះគេនិយាយពីរឿងខ្វិតយើងទៅនិយាយពីរឿងស្ករខ្ទិះដូងឯណាណោះអត់ត្រូវគ្នាមួយខ្វិតទេបើនិយាយមួយរឿងទឹកត្រីផ្អែមអីអាចចលក់ខ្វិតមួយទឹកត្រីប្រហុកអីចឹងគឺគាត់ចិត្តតែទៅប៉ាតណាប៉ាតណីចឹងដើម្បីឲ្យជន់និយាយទៅគឺបំផ្លាញគេហៅវិធានសនាក្នុងប្រព័ន្ធផ្សព្វផ្សាយហើយនេះគឺជាយុទ្ធនាការនេះធ្វើឡើងយូរហើយកាលខ្ញុំនៅវិទ្យុអាស៊ីសេរីក៏អញ្ចឹងដែរគឺមួយថ្ងៃគឺគ្រាន់តែបើកពេជ្រមកគឺមានមតិជេរហ្នឹងមក1500ផ្លែតហ្នឹងភ្លាមហ្មងគឺអត់ធ្វើអីគឺគាត់ដើរអង្គុយបំផ្លាញចិត្តអញ្ចឹងហ្មងអាក្រក់មែនតើបងប្អូនហេតុអីបានខ្មែរយើងថោកទាបដល់ថ្នាក់នេះខ្ញុំពងតែឆ្ងល់ហើយដល់ពេលហើយគាត់បន្តថាគណនីដដែលហ្នឹងបង្ហាញវត្តមាននៅក្នុងអង្គការខុសៗគ្នាក្នុងពេលតែមួយយុទ្ធនាការនេះគឺជាយុទ្ធនាការដែលមានការរៀបចំទុកតាមលោកង៉ែតម៉ូសេស្រាវជ្រាវលោកថាយុទ្ធសាស្ត្រមិនពិតប្រាកដចំនួន8ផ្សេងគ្នាត្រូវបានរកឃើញរួមមានអះអាងថាក្រសួងរបស់រដ្ឋាភិបាលបានដោះស្រាយបញ្ហារួចរាល់ហើយឃើញទេគឺផ្សាយថាប្រាប់ថារួចរាល់ហើយយើងបន្លំចឹងទៅហ៎ផ្សព្វផ្សាយលេខទូរស័ព្ទជំនួយបន្ទាន់ផ្នែកការងារ1297នៅលើអត្ថបទបង្ហោះដែលអត់ពាក់ព័ន្ធនឹងរឿងការងារសោះអីចឹងប្រហោះរឿងរ៉ាវផ្ទាល់ខ្លួនដែលប្រឌិតឡើងអីចឹងដើម្បីឲ្យច្បោកច្បល់វាយប្រហារលើរបាយការណ៍ស្រាវជ្រាវដោយប្រើប្រាស់ភាសាបែបការសិក្សាស្រាវជ្រាវគេទៅរកការសិក្សាស្រាវជ្រាវនោះមកវាយបកអញ្ចឹងទៅកណនីមួយចំនួនថែមទាំងបានយកឈ្មោះរបស់អង្គការសង្ត្រាល់ហ្នឹងបន្លំយកអាឈ្មោះអង្គការហ្នឹងទៅវាយអង្គការហ្នឹងវិញក៏មានដែរឬក៏ទៅគ្រប់គ្រងរដ្ឋាភិបាលមតិយោបល់ដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតរួមទាំងសារគម្រាមកំហែងដល់អាយុជីវិតទៀតត្រូវបានរកឃើញនៅលើអត្ថបទបង្ហោះរបស់សមាគមអាត់ហុកអំពីចំនួនដីធ្លីនៅខេត្តរតនគិរីឃើញទេទៅជេរគម្រាមកំហែងប្រមាថបងប្អូនខ្ញុំបើកវងកញ្ចក់តិចបើបងប្អូនឃើញអ្នកណាក៏ដោយនៅតាមបណ្ដាញសង្គម Facebook ហ្នឹងណាផ្ញើសារគម្រាមដល់អាយុជីវិតចង់សម្លាប់ចង់វាយធ្វើបាបប្រជាពលរដ្ឋគ្នាឯងអ្នកគ្រប់គ្រងគណៈបកប្រជាជនគណៈបកប្រឆាំងអីក៏ដោយបើគណៈបកប្រឆាំងពុំមានចង់វាយក្បាលអ្នកនេះធ្វើបាបអ្នកនោះឬក៏គណៈបកប្រជាជនចង់សម្លាប់អ្នកនេះចង់បាញ់អ្នកនេះចង់កាប់អ្នកនោះអីណាប្រជាអ្នកគណៈបកប្រឆាំងblock ចោលអស់ឬក៏ report រាយការណ៍ទៅ Facebook ភ្លាមអត់ឲ្យជនទាំងអស់នេះធ្វើអីផ្ដេសផ្ដាស់ទេដើម្បីឲ្យវីដេអូគាត់នឹងលុបកុំឲ្យតទៅទៀតខ្ញុំលើកទឹកចិត្តឲ្យធ្វើអញ្ចឹងមិនត្រឹមតែសារគម្រាមគណៈបកប្រឆាំងទេសារគម្រាមសម្រាប់សកម្មជនគណៈបកប្រជាជនកម្ពុជាក៏ត្រូវ block រាយការណ៍ចោលចឹងដែរទៅកុំឲ្យមានអំពើបែបនេះខ្ញុំអត់លើកទឹកចិត្តឲ្យបងប្អូនឲ្យពួកអស់នេះមានយក Facebook យកអីប្រើបានតាមអំពើចិត្តទៀតទេបិទវងកញ្ចក់មកវិញអញ្ចឹងតកតងនឹងរឿងមួយទៀតគឺអត្ថបទបង្ហោះរបស់អង្គការលីកាដូលោកម៉ូសេថាអំពីការចាប់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ដាញសង្គមគឺទទួលបានការឆ្លើយតបប្រកបដោយការខឹងសម្បារយ៉ាងពិតប្រាកដជាច្រើនពីសាធារណជនក៏ប៉ុន្តែចំណែកទំព័ររបស់ប្រជាកាសែតវិញទទួលបានការឆ្លើយតបពិតប្រាកដគឺនឹងគ្រប់គ្រងច្រើនបំផុតពីសំណាក់កម្ពុជារបាយការណ៍នេះផ្ដល់អនុសាសន៍ថាអង្គការនានាគួរចែករំលែកព័ត៌មានអំពីគណនីមិនពិតប្រាកដនេះបង្កើតប្រព័ន្ធពិនិត្យផ្ទៀងផ្ទាត់មតិយោបល់និងធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងសារមិនពិតបាទជារបាយការណ៍របៀបបច្ចេកទេសបន្តិចខ្ញុំនឹងសម្ភាសលោកម៉ូសេដើម្បីឲ្យបងប្អូនបានដឹងនៅពេលឆាប់នេះបាទឥឡូវខ្ញុំស្លេះរឿងនេះបន្តិចចូលមកដល់ព័ត៌មានយើងចិត្តកដាទៀតហើយម៉ោង12ទៀតហើយបងប្អូនឥឡូវតកតងនឹងរឿង
កម្ពុជាបន្តតវ៉ាជំទាស់ចំពោះសកម្មភាពរបស់យោធាថៃដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាបែរសំទោសតែមិនដាក់ពាក្យប្តឹងថៃទៅតុលាការអន្តរជាតិបាទនេះគឺជាការតវ៉ាទៀតហើយគឺកម្ពុជាបន្តជំទាស់តវ៉ាលើកទីប្រមាណហើយបងប្អូននេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាតវ៉ាទៅថៃដែលដាក់ទង់ជ័យនៅលើភ្នំព្រឹកដែលជាដីខ្មែរសោះហើយនឹងតវ៉ារឿងដុតឃ្លាំងមួយនៅឯអូស្មាច់នោះប៉ុន្តែបងប្អូនត្រូវដឹងថាប្រហែលថ្ងៃនេះថៃមិនមែនធ្វើសកម្មភាពផ្ដេសផ្ដាស់នៅតែប្រហែលកន្លែងហ្នឹងឯងគឺមានដូចជាតកតងនឹងថ្ងៃ20ហ្នឹងគឺមានថៃសង់មូលដ្ឋានទ័ពឈូសឆាយផ្លូវតំបន់ភ្នំតាសឹមខេត្តព្រះវិហារច្រកអានសេះគឺគេយកក្រុមជិះកង់ជិះអីហ្នឹងហើយយកទាហានយកមកដាក់ទង់ជ័យដែរនៅព្រះវិហារដែរថ្ងៃ20ដដែលហ្នឹងគឺមានប្រជាពលរដ្ឋថៃច្រើនអ្នកនាំភ្ញៀវទេសចរទាំងជាតិទាំងបរទេសថៃហ្នឹងគឺទៅកពូភ្នំទ្របខេត្តព្រះវិហារដែរទឹកដីខ្មែរសោះកាលម្សិលមិញគឺទាហានថៃរីបលាលួសពាត់យកទីតាំងកាស៊ីណូខ្មែរនៅតំបន់អូស្មាច់ដុតស្អីគេឃ្លាំងដីហ្នឹងហើយឥឡូវរីបលាលួសទៀតអញ្ចឹងកម្ពុជាបានតែតវ៉ាទៀតហើយខ្ញុំមែនតើទៅការទូតហ្នឹងខ្ញុំអត់ជំទាស់អីទេព្រោះយើងវាអត់មានអីព្រោះយើងថាយើងមិនធ្វើសង្គ្រាមទេយល់ទេអត់ដែលមានខ្មែរបរទេសណាឬខ្មែរនៅក្រៅណាលើកទឹកចិត្តឲ្យរដ្ឋាភិបាលធ្វើសង្គ្រាមមួយថៃទៀតវាមិនឈ្នះគេទេប៉ុន្តែចោះហេតុអីបើយើងមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិដែលកម្ពុជាអះអាងថាខ្លួនប្រើយន្តការអន្តរជាតិហេតុអីក៏យើងមិនប្តឹងហើយហេតុអីបានជាសកម្មជនឃោសនិករបស់រដ្ឋាភិបាលទាំងអស់ហ្នឹងដែលនាំគ្នាជេរប្រសាចក្រុមប្រឆាំងជេរប្រសាចខ្ញុំជេរប្រសាចអីសិតថាជនក្បត់ជាតិហេតុអីបានជាអស់លោកដូចដណ្ដើកនៅក្នុងស្នូកមិនព្រមឡើងមកបកស្រាយមើលគ្រប់គ្នានឹងឡើងមកធ្វើវីដេអូម្នាក់មួយមកបញ្យល់មកហេតុអីបានជាអ្នកស្រីម៉ាលីសុជាតាសន្យាតាំងពីខែធ្នូខែមករាចុងខែធ្នូឬក៏ពេលខែធ្នូពេលថៃពងវាយខ្លាំងថាកំពុងប្រមូលផុសតាងដាក់ប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិ ICC ចុះហេតុអីមកដល់ឥឡូវ8ខែ9ខែជិតចូលដល់ខែធ្នូវិញហើយអត់ឃើញដាក់ប្តឹងហើយនៅតវ៉ាគេទៀតហើយចុះបើអត់ដាក់ប្តឹងតើផុសតាងនឹងបានដល់ណាហើយប្រាប់ប្រជាពលរដ្ឋមើលមិនក៏ស្ងាត់ឈឹងហើយចុះតុលាការយុត្តិធម៌អន្តរជាតិហេតុអីក៏មិនប្តឹងរឿងព្រំដែនដែលថៃឈ្លានពានយកដោយកម្លាំងប្រដាប់អាវុធខាងយើងមិនទទួលស្គាល់ហើយបើយើងមិនទទួលស្គាល់យើងបរគេឲ្យវិញមែនយើងបរចោលឲ្យដីមកយើងវិញចុះហេតុអីបានជាមិនទៅប្តឹងប៉ូលីសប្តឹងតុលាការហើយបញ្យល់មកកុំបាច់ជេរមុនរ៉េតខាត់ពេលមិនបាច់ទេបានហើយធ្វើឲ្យតែមុនរ៉េតល្បីទេនិយាយអញ្ចឹងនិយាយបកស្រាយអញ្ចឹងមកឲ្យប្រជាពលរដ្ឋយល់អត់មានទេដូចដើកនៅក្នុងស្នូកអញ្ចឹងហើយតាំងមកគ្រាន់បើសើមួងណារ៉េតហ្នឹងក្បត់ជាតិចឹងមិនថាតោះឥឡូវតទៅទៀតបងប្អូនថ្ងៃ20ខែមិថុនាឆ្នាំ1977លោកហ៊ុនសែនសង្គ្រោះកម្ពុជាពីរបបប៉ុលពតដល់តែថ្ងៃទី16វិច្ឆិកាឆ្នាំ2027លោករំលាយគណៈបកសង្គ្រោះជាតិចោលសង្គ្រោះដូចគ្នាគឺមួយគឺសង្គ្រោះកម្ពុជាឲ្យផុតពីរបបប៉ុលពតដល់តែពេល2017 40ឆ្នាំក្រោយមកគាត់រំលាយគណៈបកសង្គ្រោះគឺមានពាក្យសង្គ្រោះក្នុងហ្នឹងគាត់រំលាយវិញហើយដល់ពេលឥឡូវឆ្នាំ2026គឺ40យ៉ាប្រហែលហើយខួបប្រហែលឆ្នាំហើយបងប្អូនព្រោះ2017វា40ឆ្នាំឥឡូវថែម9ឆ្នាំទៀតខួបទី49នៃការដែលដួលរលំឬក៏មិនមែនការដួលរលំទេខ្មែរក្រហមអត់ទាន់ដួលទេណាបងប្អូនខ្មែរក្រហមគឺត្រូវបានទ័ពវៀតណាមតាមការសហការដឹកនាំដោយក្រុមរណសិរ្ស2ធ្នូដែលមានលោកហ៊ុនសែនដែលរត់គេចពីការសម្លាប់របស់ខ្មែរក្រហមព្រោះអីយើងដឹងហើយលោកហ៊ុនសែនជាកម្មាភិបាលខ្មែរក្រហមកាន់កងពលកាន់អីដែរហើយអ្នកទាំងអស់នេះអត់ផុតទេបន្តិចទៀតនឹងស្លាប់ដូចសៅភឹមដូចតាកុយធួនដូចអីនៅតំបន់បូព៌ាហ្នឹងគឺគេសម្លាប់តាសៅភឹមដែលជាមេភូមិភាគបូព៌ាហ្នឹងដឹងខ្លួនមុនថាខ្មែរក្រហមនឹងសម្លាប់ហើយគឺធ្វើអត្តឃាតខ្លួនឯងតាហើយដល់ក្រោយកុយធួនអត់អាចគេចខ្លួនតាន់ឬក៏មិននេះហ្នឹងក៏គេចាប់យកមកដាក់គុកទួលស្លែងដូច្នេះរឿងហ្នឹងគឺបើសិនជាលោកហ៊ុនសែននៅថ្ងៃទី20ខែមិថុនាឆ្នាំ1977ហ្នឹងបើអត់ធ្វើដំណើរទៅបង្កើតរណសិរ្ស2ធ្នូដើម្បីនាំទាហានយួនមកវាយរំដោះនឹងទេគឺលោកហ៊ុនសែនក៏ស្លាប់ដែរលោកត្រូវចាក់ចោលរត់ចោលស្រុកដើម្បីទៅវាយខ្មែរក្រហមហើយនាំទាហានយួនមកប្រហែល100,000នាក់ហ្នឹងគឺមិនខ្មែរក្រហមអត់ទាន់បែករលាយទេគឺបែកនៅឆ្នាំ1979មែនតែខ្មែរក្រហមប៉ុលពតនេះណា
ទៅម៉ាឡៃទៅតំបន់ទល់ដែនខ្មែរថៃនេះរហូតដល់ឆ្នាំ97បានមានសមាហរណកម្មចូលមករដ្ឋាភិបាលឲ្យមេដឹកនាំខ្មែរក្រហមមានទួនាទីធំអីហ្នឹងមានប្រមាណយកប៉ុណ្ណឹងវិញគឺផ្ទេរចូលក្នុងក្របខ័ណ្ឌរដ្ឋហ្នឹងបានព្រមបិទបញ្ចប់របបខ្មែរក្រហមដោយស្ថាពរឆ្នាំ97ទេតែរបបខ្មែរក្រហមមែនតែនអត់ទាន់ដួលរលំដាច់ផុតតទៅឆ្នាំ97ប៉ុន្តែនេះក៏ជាជោគជ័យមួយរបស់លោកហ៊ុនសែនដែរបើនិយាយមែនតើបើគាត់កុំទៅបបួលវៀតណាមបង្កើតរណសិរ្ស2ធ្នូមកវាយខ្មែរក្រហមក៏ប្រជាពលរដ្ឋច្រើនណាស់នឹងស្លាប់ព្រោះរបបខ្មែរក្រហមនេះគឺវានឹងត្រូវតែសម្លាប់តអស់គ្រាន់តែថាវាមិនឆាប់ចប់ដោយការដែលមានទាហានវៀតណាមមកហើយដល់ពេលយកទាហានវៀតណាមមកគឺរំលោភឈ្លានពានដែនអធិបតេយ្យកម្ពុជាទេប៉ុន្តែបងប្អូនសួរថាចោះវាខុសអីមករំដោះប្រជាពលរដ្ឋខ្មែរស្លាប់អស់ហើយបើមិនបានទាហានវៀតណាមបានទាហានអង្គការសហជីវជាតិមែនព្រោះពួកអង្គការសហជីវជាតិរត់ចោលឥណ្ឌូចិនអស់ហើយតាំងពីអាមេរិកចាញ់សង្គ្រាមវៀតណាមមកគឺអត់មាននរណាមកក្បែរឥណ្ឌូចិនទេទុកឲ្យខ្មែរក្រហមសម្លាប់ខ្មែរ3ឆ្នាំ8ខែ20ថ្ងៃអញ្ចឹងអង្គការសហជីវជាតិអត់ទៅក្បែរនឹងទេបើអត់មានវៀតណាមមាននរណានឹងគឺអ្នកដែលគេនិយាយពីរឿងការរំដោះហ្នឹងគេឲ្យតម្លៃទៅលើគុណបំណាច់វៀតណាមក៏ប៉ុន្តែអ្នកដែលគេមិនពេញចិត្តនឹងវៀតណាមនៃការឈ្លានពានគឺគេតស៊ូចលនារំដោះតស៊ូមានហ្វុនស៊ីមពេចមានម៉ូលីណាកាមានហ្វុនស៊ីមពេចហ្នឹងមានព្រះអង្គម្ចាស់ក្រមព្រះគណៈបកលោកតាសឿនសានហ្នឹងគឺមានលោកតាសឿនសានហ្នឹងនៅតំបន់ជាដែនគណៈបកម៉ូលីណាកាក្រុមម៉ូលីណាកាហ្នឹងមានលោកគង់ស៊ីលាស់ដែលតស៊ូវាយយួនហ្នឹងហើយលោកគង់ស៊ីលាស់ហ្នឹងគឺជានិមិត្តរូបនៃការដែលលោកអ៊ំកវីចិត្តជានិពន្ធបទចម្រៀងជំរំស្ទឹងសានដែលគេកែទៅស្ទឹងសានប៉ារីហ្នឹងគឺដើម្បីគោរពឧទ្ទិសដល់ភាពវីរៈភាពរបស់លោកគង់ស៊ីលាស់ដែលជាឧត្តមសេនីយ៍ក្នុងសម័យតស៊ូដេញយួននៅតំបន់ជាដែនហ្នឹងព្រោះខ្មែរក្រហមកាលហ្នឹងក៏ដេញយួនដែរព្រោះអីគេអត់សប្បាយចិត្តនឹងយួនអញ្ចឹងមានក្រុមច្រើនណាស់មានខ្មែរក្រហមលោកតាសឿនសានម៉ូលីណាកាហ្វុនស៊ីមពេចដែលបំបែកក្រុមទៅក្នុងជាដែនហ្នឹងគឺដើម្បីវាយដេញយួនទៅឲ្យស្រុកវិញព្រោះអីជាអំពើឈ្លានពានរំដោះចេញពីរបបខ្មែរក្រហមត្រូវហើយប៉ុន្តែទ័ពបរទេសនៅក្នុងទឹកដីកម្ពុជា10ឆ្នាំ79ដល់89បានដកទៅវិញសិតតែទ័ពយួននៅស្រុកខ្មែរហ្នឹងអាហ្នឹងហើយបានជាអ្នកតស៊ូនៅជាដែនគឺគេចាត់ទុកថាទ័ពយួនមានវត្តមាននៅកម្ពុជានេះគឺជាការឈ្លានពានដែនអធិបតេយ្យកម្ពុជាអ្នកដែលនៅស្រុកខ្មែរគេថារំដោះអ្នកដែលនៅជាដែនថាយួនឈ្លានពានមកគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាដោយសារតែយួនមកគ្រប់គ្រងហ្នឹងហើយបានជាការគ្រប់គ្រងប្រទេសហ្នឹងក៏រងឥទ្ធិពលដែលថាយួនលើកបន្ទប់ហ្នឹងតរហូតមកអញ្ចឹងហ្នឹងអកុសលហ្នឹងពីហ្នឹងដែរយើងបានរស់រៀនមានជីវិតតែដល់បានរដ្ឋាភិបាលមកគឺដឹកនាំរបៀបកុម្មុយនីសយួនដដែលព្រោះជាប់មនោគមវិជ្ជាហ្នឹងវាអញ្ចឹងវាបានអាទូកយើងអូសទៅវាល្អានសម្ដោះប្រជាពលរដ្ឋប៉ុន្តែឥឡូវនេះប្រជាពលរដ្ឋជាប់ផុងនៅក្នុងរបៀបកុម្មុយនីសហ្នឹងទៀតឥឡូវលោកហ៊ុនសែនគាត់ថ្ងៃនេះគាត់ធ្វើប្រពៃពិធីធំណារំលឹកខួប49ឆ្នាំនៃដំណើរយកជីវិតគាត់យកទៅដូរនឹងការតស៊ូខ្ញុំបាននិយាយហើយតាមពិតគឺជាវីរៈភាពរបស់គាត់ដែរប៉ុន្តែក៏គាត់គេចពីសេចក្តីស្លាប់ដែរបើគាត់នៅក្នុងស្រុកខ្មែរគេសម្លាប់គាត់ហើយខ្មែរក្រហមនឹងសម្លាប់កម្មាភិបាលខ្មែរក្រហមដោយលោកហ៊ុនសែនចោលហើយអត់មានអីមន្ទិលទេព្រោះសោភឹមសុកចិត្តធ្វើអត្តឃាតខ្លួនឯងដែលជាមេភូមិភាគផងលោកហ៊ុនសែនមានឋានៈទាបជាងលោកសោភឹមឆ្ងាយណាស់ហើយលោកកុយធួនក៏ជាមេខ្មែរក្រហមមួយដែរគេចាប់យកដាក់គុកសម្លាប់នៅទួលស្លែងដែរដូច្នេះវាសនារបស់គាត់បើអត់រត់ចោលស្រុកពេលហ្នឹងទេគឺស្លាប់ដូចតែគ្នាហ្នឹងតែដល់ទៅបការណសេនហ្នឹងក៏បានរំដោះនេះជាគុណស្រ័យមួយដែរបើកុំគាត់នាំវៀតណាមមកក៏គ្មានកម្ពុជាសប្ងៃដែរអានេះគឺជាប្រវត្តិសាស្ត្រតាប៉ុន្តែវៀតណាមមកហ្នឹងក៏មិនមែនបានន័យថាមកជួយខ្មែរដើម្បីតែផ្ដួលរំលំរបបខ្មែរក្រហមដែរគឺដើម្បីប្រយោជន៍ព្រំដែនប្រយោជន៍ទឹកដីប្រយោជន៍យកនិគមជនយួនមកដាក់ចោលពេញស្រុកខ្មែរដល់1លានអ្នកជាងដែរហ្នឹងហើយឥឡូវដល់ពេលនិគមជនយួន1លានអ្នកមកសម្រាប់ជោគវាសនារបស់ខ្មែរវាទៅជា